ចាប់ពីរដ្ឋធានី Washington នាងខ្ញុំសុជីវីចាសសូមជម្រាបសួរនិងសូមស្វាគមន៍លោកនាងកញ្ញាដែលចូលមកទស្សនាទូរទស្សន៍អាស៊ីសេរីចានេះគឺជាកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃប្រហ័ស14កើតខែមិគសេចាឆ្នាំម្សាញ់សប្បុរស័កពុរសករាជ2569ចាត្រូវនឹងថ្ងៃទី4ខែធ្នូគ្រិស្តសករាជ2025ជាដំបូងនេះចាសូមអញ្ជើញលោកនាងចាមកស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេតិការដូចតទៅថៃរឹបអូសលុយជាង$300លានពីទីប្រឹក្សារបស់លោកហ៊ុនសែនសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលប្រើច្បាប់អន្តរជាតិដើម្បីឲ្យថៃដោះលែងទាហាន18នាក់ពលរដ្ឋជិត20គ្រួសារនៅភូមិព្រៃច័ន្ទកំពុងរស់នៅក្នុងតង់កៅស៊ូទាំងលំបាកជាកញ្ញាមានលីហ្សារឿងសាឡាឧទ្ធរមិនដោះលែងយុវជន5នាក់និងបេសកកម្មទៅតំបន់អឺរ៉ុបរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាជាបន្តទៅទៀតនេះចានាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចាលោកនាងជាទីមេត្រីអាញាធរថៃបានបន្តរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង$300លានពីមនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាលោកហ៊ុនសែនដែលពួកគេគឺជាកម្ពុជាអុកញ៉ានៅកម្ពុជាដែលក្នុងនោះរួមមានលោកចិនស៊ីដែលជាបងធំពាក់ព័ន្ធនឹងក្រតកម្មឆក់បោកតាមអ៊ីនធឺណិតអ្នកខ្លាំមើលជំរុញរដ្ឋាភិបាលកម្ពុជាចាបើកឲ្យបុគ្គលដែលពាក់ព័ន្ធទាំងនោះចេញមកដោះស្រាយបញ្ហាទាំងនេះចាដើម្បីបង្ហាញការពិតចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារាអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចានៅថ្ងៃនេះចានាងខ្ញុំនឹងមានសម្ភាសផ្ទាល់មួយជាមួយនឹងយុវតីចលនាមេដាធម្មជាតិមួយរូបចាគឺកញ្ញាមានលីហ្សាចាកញ្ញាមានលីហ្សានៅពេលនេះកំពុងមានវត្តមាននៅតំបន់អឺរ៉ុបនៅក្នុងដំណើរបេសកកម្មមួយដាច់ដライពីកញ្ញាថនរដ្ឋាចាគឺកញ្ញាសុនរដ្ឋាចាសូមអធិស្ឋានកញ្ញាសុនរដ្ឋាចាដែលកញ្ញាក៏មានបេសកកម្មទៅតំបន់អឺរ៉ុបដែរហើយនាងខ្ញុំក៏បានសម្ភាសកញ្ញាដែរកាលពីសប្តាហ៍មុនហើយនៅយប់នេះចានាងខ្ញុំនឹងងាកមកសម្ភាសជាមួយនឹងកញ្ញាមានលីសាវិញចាដែលកញ្ញាក៏មានបេសកកម្មនៅតំបន់អឺរ៉ុបនោះដែរហើយជាមួយគ្នានេះចាកញ្ញាមានលីសាក៏នឹងឡើងមកជជែកតាក់ទងនឹងប្រតិកម្មរបស់កញ្ញាចំពោះសាធិការរបស់សាឡាអូតូចាដែលបានបដិសេធការសុំនៅក្រៅឃុំរបស់យុវជនចលនាមេដាធម្មជាតិចំនួន5នាក់ដែលកំពុងជាប់ឃុំចាសូមអញ្ជើញលោកនាងកញ្ញាចាកុំភ្លេចរងចាំតាមដានកិច្ចសម្ភាសនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីចាមានរយៈពេល127ថ្ងៃមកហើយចាដែលទាហានខ្មែរចំនួន18នាក់បានជាប់ឃុំនៅក្នុងប្រទេសថៃចាបន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនពួកគេធ្វើជាឆ្លើយសឹកចាករណីនេះអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែកសាងសំណុំរឿងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដាក់សម្ពាធទៅភាគីថៃឲ្យដោះលែងទាហានខ្មែរ18នាក់ដែលទាហានថៃបានចាប់ខ្លួននៅលើទឹកដីខ្មែរទៅធ្វើជាឆ្លើយសឹកនោះចាការជំរុញនេះគឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជាអះអាងថានៅក្នុងរយៈពេល127ថ្ងៃនេះរដ្ឋាភិបាលកម្ពុជាបានប្រើមធ្យោបាយការទូតចាគ្រប់បែបយ៉ាងនៅក្នុងការទាមទារឲ្យរដ្ឋាភិបាលគឺភាគីថៃនោះចាដោះលែងយោធិនកម្ពុជាទាំង18នាក់ឲ្យស្របទៅតាមសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរដែលបានធ្វើកាលពីចុងខែតុលាឆ្នាំ2025នេះហើយប៉ុន្តែនៅតែពុំទាន់បានទទួលលទ្ធផលយ៉ាងណានៅឡើយនោះចាសសូមអញ្ជើញលោកអ្នកនាងចាំមកស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតអំពីរឿងនេះដូចតទៅ
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសឹងសានករណាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកសាងសំណុំរឿងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីដាក់សម្ពាធទៅលើភាគីថៃលោកថាបើពិនិត្យអំពីទំនាក់ទំនងឬសកម្មភាពខាងរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកនោះដូចជាមិនមានប្រសិទ្ធភាពអ្វីដើម្បីដាក់សម្ពាធទៅខាងយោធាថៃឬក៏រដ្ឋាភិបាលថៃឲ្យដោះលែងយោធាកម្ពុជាទាំង18រូបនោះមកវិញឡើយលោកសឹងសានករណាបានឲ្យដឹងបន្ថែមទៀតថារដ្ឋាភិបាលត្រូវពិនិត្យមើលច្បាប់និងយន្តការអន្តរជាតិជាច្រើនដែលត្រូវដាក់ពាក្យបណ្ដឹងជាផ្លូវការទៅកាន់តុលាការអន្តរជាតិក្នុងនាមជាប្រទេសដែលរងគ្រោះដោយសារតែថៃបានរំលោភបំពាននិងចាប់យកយោធាកម្ពុជាធ្វើជាឆ្លើយសឹកដែលរំលោភច្បាប់អន្តរជាតិយើងពិនិត្យមើលឃើញរដ្ឋាភិបាលហាក់ដូចជាមិនអនុវត្តនៅទូនាទីនឹងទេបែរជាយើងមើលឃើញទៅជាយុវជនមួយរូបនៅសហរដ្ឋអាមេរិកលោកមូនពេជ្រហើយនិងបណ្ដាប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសធ្វើការដាក់បណ្ដឹងរួមគ្នាទៅវិញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី3ខែធ្នូថាអស់រយៈពេល127ថ្ងៃហើយដែលរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រានដើម្បីជំរុញយុទ្ធនាការទាមទារការដោះលែងយោធិនកម្ពុជាទាំង18នាក់តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបានក្នុងនោះរួមបញ្ចូលទាំងការតាក់ទងផ្ទាល់ជាមួយប្រទេសថៃការពិគ្រោះយោបល់ជាមួយនឹងមេដឹកនាំក្នុងតំបន់និងអន្តរជាតិរួមទាំងការសម្របសម្រួលជាមួយនឹងអង្គការអន្តរជាតិដែលពាក់ព័ន្ធផងដែរក្រសួងការបរទេសកម្ពុជាអះអាងទៀតថាគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដែលរដ្ឋាភិបាលកម្ពុជាបានបន្តតាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមកនោះបានផ្ដល់ការគាំទ្រតាមទូនាទីរបស់ខ្លួនក្នុងការធានាឲ្យយោធិនទាំង18នាក់ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួននេះបានទទួលនៅការគោរពសិទ្ធិស្របច្បាប់មនុស្សធម៌អន្តរជាតិតាក់ទងនឹងករណីនេះដែរកាលពីថ្ងៃទី1ខែធ្នូយុវជនកម្ពុជាដែលបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិកលោកមូនពេជ្រក៏បានផ្ញើលិខិតទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានស្នើសុំឲ្យជួយធានាសុវត្ថិភាពសុខុមាលភាពនិងការមើលថែទាំដោយក្តីមេត្តាចំពោះទាហានកម្ពុជាស្របតាមអនុសញ្ញាក្រុងហ្សឺណែវលើកទី3ដែលសម្រេចបានកាលពីឆ្នាំ1946និងចំណុចដែលមានចែងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិតែទោះជាយ៉ាងនេះក្តីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវីរៈគុលកាលពីថ្ងៃទី13ខែវិច្ឆិកាត្រូវកាសែតថៃស្រង់សម្ដីមកចុះផ្សាយថាដោយសារតែបញ្ហាគ្រាប់មីនថៃមិនត្រឹមតែមិនដោះលែងទាហានកម្ពុជាទាំង18នាក់នោះទេថែមទាំងប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្វើជាសាក្សីថែមទៀតជុំវិញបញ្ហាទាហានខ្មែរទាំង18នាក់នេះដែរកាលពីថ្ងៃទី17ខែវិច្ឆិកាប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែនធ្លាប់បានលើកឡើងថាភាគីថៃហាក់កំពុងតែចង់យកចំណាប់ខ្មាំងកម្ពុជាទាំង18រូបដើម្បីគម្រាមកំហែងនិងដាក់សម្ពាធមកលើកម្ពុជាដើម្បីដោះដូរនៅអ្វីដែលភាគីថៃចង់បានលោកបានបញ្ជាក់ថាតាំងពីទាហានខ្មែរ18នាក់ត្រូវបានចាប់ខ្លួនលោកចាត់ទុកថាពួកគេបានពលីជីវិតរួចទៅហើយក្រោយបទឈប់បាញ់កាលពីព្រឹកថ្ងៃទី29ខែកក្កដាទាហានខ្មែរចំនួន21នាក់ត្រូវបានយោធាថៃចាប់ខ្លួននៅចំណុចជាំតែក្នុងភូមិដេជូបោស្បូវស្រុកជាំខ្សានខេត្តព្រះវិហារក្នុងនោះមានទាហានខ្មែរ1នាក់បានស្លាប់ក្រោយពេលយោធាថៃចាប់ទៅហើយបានបញ្ជូនសពមកឲ្យកម្ពុជាវិញនៅថ្ងៃទី31ខែកក្កដាក្រោយមកទៀតនៅថ្ងៃទី1ខែសីហាភាគីថៃក៏បានប្រគល់ទាហានខ្មែរចំនួន2នាក់ទៀតព្រោះមានម្នាក់រងរបួសដៃនិងម្នាក់ទៀតមានបញ្ហាស្មារតីដែលគេសង្ស័យថាអាចបណ្ដាលមកពីការធ្វើទរណកម្មខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីនៅពេលដែលខ្មែរថៃមានចំនួនជាមួយគ្នានៅតាមព្រំដែនរ៉ាំរ៉ៃហើយមិនទាន់អាចដោះស្រាយបញ្ចប់បាននៅឡើយនេះចាអ្នកដែលតាមដានបញ្ហាសង្គមជាពិសេសគឺខ្មែរកម្ពុជាក្រោមឯណោះចាកំពុងតែខ្វល់ខ្វាយនិងព្រួយបារម្ភពីការពង្រីកអំណាចរបស់វៀតណាមមកលើកម្ពុជាចាថ្មីនេះគឺមុនដំណើរទស្សនកិច្ចមកកម្ពុជាអតីតរដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាមលោកប៊ួយថាន់សឺនបានថ្លែងជាសាធារណៈថាលោកនឹងយកបញ្ហាទុក្ខលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជា
ទៅជជែកជាមួយនឹងថ្នាក់ដឹកនាំខ្មែរនៅក្នុងសន្និសីទសហប្រតិបត្តិការខេត្តតាមព្រំដែនកម្ពុជាវៀតណាមចាសម្រាប់មនុស្សធម្មតាគឺស្ដាប់ទៅហាក់ដូចជាសារនយោបាយប្រជាពិធធម្មតាមួយរបស់មេដឹកនាំរដ្ឋមួយដែលបង្ហាញការខ្វាយខ្វល់ពីពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្រៅប្រទេសក៏ប៉ុន្តែនៅក្នុងភ្នែកមហាជនខ្មែរនិងជាពិសេសនៅក្នុងក្រសែភ្នែករបស់ខ្មែរក្រោមឯនោះវិញគឺវាមិនមែនជារឿងធម្មតាទេប៉ុន្តែគឺជាសារនយោបាយនិងជាសញ្ញាបង្ហាញថាអំណាចរបស់វៀតណាមកំពុងតែបន្តពង្រីកមកលើកម្ពុជាចាលោកអ្នកនាងនឹងបានទស្សនាបទវិភាគអំពីរឿងនេះរបស់លោកថាថៃនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាសូមអញ្ជើញលោកអ្នកនាងចាកុំភ្លេចរងចាំតាមដានបទវិភាគនេះនៅក្នុងពេលបន្តិចទៀតនេះកុំបីខានលោកនាងជាទីមេត្រីយើងងាកមកព័ត៌មានតកតងនឹងបញ្ហាដែលមិនទាន់ដោះស្រាយបានមួយទៀតនោះគឺតកតងទៅនឹងការឆបោកតាមអនឡាញហើយព័ត៌មានដែលខ្ញុំជម្រាបជូននៅថ្ងៃនេះគឺតកតងទៅនឹងអាជ្ញាធរថៃបានបន្តរឹបអូសទ្រព្យសម្បត្តិដ៏មានតម្លៃជាង$300 លានពីមនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាគឺលោកហ៊ុនសែនដែលពួកគេទាំងនោះសុទ្ធតែជាកំពូលអុកញ៉ានៅកម្ពុជាដែលក្នុងនោះរួមមានទាំងអុកញ៉ាដែលមានដើមកំណើតចិនគឺលោកចិនស៊ីដែលជាបងធំពាក់ព័ន្ធនឹងក្រតកម្មឆបោកតាមអ៊ីនធឺណិតចាអ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលកម្ពុជាបើកឲ្យបុគ្គលដែលពាក់ព័ន្ធទាំងនោះចេញមុខមកដោះស្រាយបញ្ហានេះចាដើម្បីស្វែងរកការពិតចាសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារាដូចតទៅក្រោយពីអាជ្ញាធរអន្តរជាតិបានបង្កកនិងរឹបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងការលាងលុយកខ្វក់ពេលនេះក្រុមអ ுக ្រិតជនដែលជិតស្និទ្ធនឹងមេដឹកនាំកម្ពុជាហាក់មិនទាន់អស់ទ្រព្យសម្បត្តិនៅឡើយទេនាយករដ្ឋមន្ត្រីថៃលោកអនុទីន ចាន់វីរៈគុលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី3 ខែធ្នូថាអាជ្ញាធរថៃបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង$300 លាននៅក្នុងការបង្ក្រាបដ៏ធំមួយពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលឆបោកដែលលោកអះអាងថាមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានិងនៅក្នុងតំបន់មួយចំនួនទៀតលោកអនុទីនបានលើកឡើងថាមេខ្លោងអក្រិតជនដែលអាជ្ញាធរថៃបានចោទប្រកាន់និងរឹបអូសទ្រព្យសម្បត្តិនោះគឺស្ថិតនៅក្នុងចំណោមអ្នកធំនៅស្រុកខ្មែររួមមានលោកចេនស៊ីដែលជាម្ចាស់ក្រុមហ៊ុន Prince Group បូករួមទាំងសមាជិកព្រឹទ្ធសភាកម្ពុជានិងជនជាតិថៃចំនួន2នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថាកំចាត់អក្រិតជនបោកប្រាស់ឆ្លងដែនឲ្យអស់ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ប្រទេសថៃបានវាយឆ្មក់និងកំណត់គោលដៅទៅលើជនជាតិថៃដែលជាបណ្ដាញរបស់មេខ្លោងអក្រិតជនដែលពួកគេបានប្រតិបត្តិការឆបោកនិងមានដំណរភ្ជាប់តាមប្រព័ន្ធទៅកម្មមជ្ឈមណ្ឌលឆបោកដែលមានមូលដ្ឋាននៅកម្ពុជាការិយាល័យស៊ើបអង្កេតរបស់ថៃបានរាយការណ៍ថាទ្រព្យសម្បត្តិដែលរឹបអូសបានពីមេអក្រិតជនឆបោកតាមអ៊ីនធឺណិតនោះរួមមានទូកកប៉ាល់ប្រណិតរថយន្តស៊េរីទំនើបអចលនទ្រព្យនិងគណនីធនាគារជាច្រើនទៀតអាជ្ញាធរថៃអះអាងថាការរឹបអូសទ្រព្យសម្បត្តិទាំងនេះគឺផ្អែកទៅលើសំណុំរឿងធំៗចំនួន4ដែលពាក់ព័ន្ធទៅនឹងបណ្ដាញលាងលុយកខ្វក់ឆ្លងដែននៅកម្ពុជាករណីទាំងនោះរួមមានបណ្ដាញរបស់លោកចេនស៊ីដែលអាជ្ញាធរថៃបានស៊ើបអង្កេតទៅលើក្រុមហ៊ុន Prince Group របស់លោកដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានិងបានរកឃើញពីប្រតិបត្តិការលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណគ្រីបតូដែលបំផ្លែងទៅជាទ្រព្យសម្បត្តិផ្សេងៗករណីទី2គឺជាបណ្ដាញរបស់លោកកុកអានដែលអាជ្ញាធរថៃរកឃើញថាលោកគឺជាម្ចាស់អគារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាដែលលោកក្រិតជនបានប្រើប្រាស់ជាមូលដ្ឋាននៃមជ្ឈមណ្ឌលឆបោកឆ្លងដែនលោកកុកអានត្រូវបានអាជ្ញាធរថៃចោទប្រកាន់ថាបានប្រើអត្តសញ្ញាណអ្នកដទៃដើម្បីបង្កើតគណនីធនាគារសម្រាប់ផ្ទេរប្រាក់និងទិញទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃក្រោមឈ្មោះអ្នកតំណាងករណីទី3គឺជាបណ្ដាញរបស់ជនសង្ស័យម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះថាតាំងម៉ូថៃនិងសហការីដែលមានទំនាក់ទំនងជាមួយកូនប្រពៅរបស់អតីតឧបនាយករដ្ឋមន្ត្រីលោកយឹមឆៃលីគឺលោកយឹមលាក់និងលោកប៊ែនស្មីតដែលអ្នកទាំងពីរគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនអាជ្ញាធរថៃបានរកឃើញថាបណ្ដាញនេះបានបោកបញ្ឆោតជនរងគ្រោះឲ្យផ្ទេរប្រាក់នៅក្នុងទម្រង់នៃការត្រួតពិនិត្យនិងការប្រើប្រាស់ប្រតិបត្តិការអន្តរជាតិដ៏ស្មុគស្មាញដើម្បីក្លែងបន្លំប្រាក់ពាក់ព័ន្ធទៅនឹងករណីនេះនាយករដ្ឋមន្ត្រីថៃលោកអនុទីន
បានបញ្ជាឲ្យក្រសួងមហាផ្ទៃថៃដកហូតសញ្ជាតិថៃរបស់លោកយឹមលាក់ដែលជាប្រធានធនាគារ BIC នៅកម្ពុជាបន្ទាប់ពីអាជ្ញាធរថៃរកឃើញថាលោកយឹមលាក់ទទួលបានសញ្ជាតិថៃតាមរយៈការរៀបការជាមួយស្ត្រីថៃករណីចុងក្រោយគឺពាក់ព័ន្ធទៅនឹងបណ្ដាញរបស់មនុស្សម្នាក់ដែលគេកំណត់អត្តសញ្ញាណថាមានឈ្មោះយូវ៉ាអាងខុននិងអ្នកសំគំនិតផ្សេងទៀតដែលពួកគេបានបោកបញ្ឆោតឲ្យអ្នកវិនិយោគជួញដូរភាគហ៊ុនតាមរយៈកម្មវិធីដែលមានឈ្មោះថា Ulela Max ជាមួយនឹងទិន្នន័យប្រាក់ចំណេញคล้ายៗខណៈគណនីដែលពួកគេលួចបាននោះត្រូវបំផ្លាញទៅជារូបិយប័ណ្ណអេឡិចត្រូនិកឬមួយក៏គ្រីបតូនិងផ្ទេរទៅបណ្ដាញតាមឧក្រិដ្ឋកម្មឆ្លងដែនជុំវិញរឿងនេះអ្នកប្រឹក្សាផ្នែកធុរកិច្ចនិងអភិបាលកិច្ចលោកពេជ្រពិសីយល់ឃើញថាការរឹបអូសនិងបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញខ្មែររបស់បណ្ដាប្រទេសអន្តរជាតិនេះនឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់កម្ពុជាជាពិសេសចំពោះស្ថាប័នរបស់បុគ្គលដែលអន្តរជាតិបានចោទប្រកាន់លោកផ្ទាល់លោកបន្តថាបញ្ហានេះក៏នឹងធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជាផងដែរយើងបដ ாய் ឲ្យគូក្រិតជនប្រើប្រាស់ទឹកដីកម្ពុជាហើយប្រើប្រាស់យន្តការហិរញ្ញវត្ថុទូទាំងប្រទេសបានហ្នឹងដូច្នេះជំនឿចិត្តទៅលើប្រព័ន្ធហិរញ្ញវត្ថុជំនឿចិត្តទៅលើបរិយាកាសវិនិយោគនឹងប៉ះពាល់ធ្ងន់ធ្ងរដោយសារក្រុមហ្នឹងគាត់មានអំណាចគ្រប់គ្រងឬក៏ជះឥទ្ធិពលសន្តិគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាហើយបាទដូច្នេះប៉ះពាល់ធ្ងន់ធ្ងរទៅលើជំនឿទុកចិត្តរបស់បរទេសនៅក្នុងការដាក់ការវិនិយោគយ៉ាងណាក៏ដោយចុះការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃបានបញ្ជាក់ថាដោយការរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គលពាក់ព័ន្ធនៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតនេះគឺជាការអនុវត្តបណ្ដោះអាសន្នដែលមានការកំណត់រយៈពេល90ថ្ងៃហើយម្ចាស់ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសឬភាគីដែលរងផលប៉ះពាល់អាចដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ដោយមានភស្តុតាងគាំទ្រដើម្បីបង្ហាញថាទ្រព្យសម្បត្តិទាំងនោះមិនត្រូវបានទទួលតាមរយៈសកម្មភាពព្រហ្មទណ្ឌនៅក្នុងរយៈពេល30ថ្ងៃក្រោយពីទទួលបានសេចក្តីជូនដំណឹងពាក់ព័ន្ធទៅនឹងករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះដែររដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី4ខែធ្នូបានប្រកាសបន្ថយកម្រិតព្រមានការធ្វើដំណើរមកកាន់តំបន់មួយចំនួននៅកម្ពុជាក្រោយពីអាជ្ញាធរប្រទេសមួយនេះរកឃើញថាកម្ពុជាគឺជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញទៅលើជនជាតិកូរ៉េខាងត្បូងខ្ញុំយ៉ងច័ន្ទដារាទូរទស្សន៍អាស៊ីសេរី Washington ចាលោកនាងជាទីមេត្រីចាក្រៅពីក្រមអង្គការក្រាក់ទាំងនេះចាតកតងទៅនឹងបញ្ហាអំពើជួញដូរមនុស្សការបង្ខាំងមនុស្សធ្វើទរណកម្មចានឹងបោកឆបោកតាមអនឡាញនេះចាបណ្ដាញអន្តរជាតិក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដែលជាមានលោកហ៊ុនតូដែលជាបងជីដូនមួយរបស់នាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតជាអ្នកគ្រប់គ្រងនោះក៏រងទទួលទណ្ឌកម្មដែរចាក្នុងនោះក៏មានពីថ្ងៃម្សិលមិញនេះចាក៏មានសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលនិយាយអំពីការផ្អាកប្រតិបត្តិការរបស់ធនាគាររបស់ក្រុមហ៊ុន Hui One Pay ចាដែល Hui One Pay នេះគឺជាក្រុមហ៊ុនស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ Hui One Group ចារបស់លោកអុកញ៉ាហ៊ុនតូនេះឯងចាហើយក្នុងករណីនេះចាអ្នកខ្លាំមើលលើកឡើងថាធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូគឺជាអ្នកដែលទទួលខុសត្រូវទាំងស្រុងលើបញ្ហាអតិថិជនដែលដកប្រាក់មិនបាននិងបញ្ហាផ្លូវច្បាប់នានាអ្នកខ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថាគឺជាអ្នកដែលកាងការពារឲ្យក្រុមហ៊ុនរបស់លោកហ៊ុនតូដោយសារតែពុំមានចំណាត់ការស៊ើបអង្កេតនិងបង្ក្រាបអ្នកពាក់ព័ន្ធនៅក្រៅពេលដែលធនាគារជាតិបានដកអាជ្ញាប័ណ្ណមានមួយទៀតចាតកតងទៅនឹងការចោទប្រកាន់របស់អាជ្ញាធរថៃថាកម្ពុជាបាននាំស្វាក្តាមពីប្រទេសថៃចាក្នុងនោះកម្ពុជាបានប្រតិកម្មតបទៅនឹងការចោទប្រកាន់នេះក្រសួងកសិកម្មបានច្រានចោលការចោទប្រកាន់ដែលថាកម្ពុជាបំរុងនាំចូលសត្វស្វាក្តាមពីប្រទេសថៃចាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចាលោកខឹមហ្វីណង់បានប្រាប់ទូរទស្សន៍អាស៊ីសេរីចាតាមសំណេរនៅលើបណ្ដាញ Telegram កាលពីថ្ងៃទី3ខែធ្នូថាកម្ពុជាពុំមានតម្រូវការនាំចូលសត្វស្វាក្តាមព្រៃពីប្រទេសដទៃឬក៏
ចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយព្រោះកម្ពុជាមានកសិដ្ឋានចិញ្ចឹមនិងបង្កាត់ពូជស្របច្បាប់ជាច្រើនដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់និងបម្រើឲ្យការនាំចេញលោកខឹមហ្វីណង់បញ្ជាក់ថារាល់កសិដ្ឋានចិញ្ចឹមសត្វស្វាក្តាមទាំងអស់នៅកម្ពុជាសុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់មានការអនុញ្ញាតពីការនាំចេញដែលប្រគល់ដោយឲ្យអាជ្ញាធរគ្រប់គ្រង CITES កម្ពុជានិងតម្រូវឲ្យគោរពយ៉ាងខ្ជាប់ខ្ជួននៅបទដ្ឋានអនាម័យនិងវិធីសាស្ត្រចិញ្ចឹមសត្វដ៏ត្រឹមត្រូវការចេញមកអះអាងរបស់មន្ត្រីនៃក្រសួងកសិកម្មរូបនេះធ្វើឡើងបន្ទាប់ពីប៉ូលីសផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិនិងបរិស្ថានរបស់ថៃបានចាប់ខ្លួនបរិសម្នាក់ដែលគេអះអាងថាជាជនជាតិខ្មែរកាលពីថ្ងៃទី27ខែវិច្ឆិកានៅខេត្តប្រជិនបុរីដោយពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃអន្តរជាតិខុសច្បាប់ព្រមទាំងរឹបអូសបានសត្វស្វាក្តាមជាង60ចំនួន63ក្បាលដែលកំពុងរៀបចំនាំចេញទៅកម្ពុជាអាជ្ញាធរថៃអះអាងថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យសត្វស្វាក្តាមទាំងនេះត្រូវគេដឹកជញ្ជូនមកពីខេត្តភៀកខាងជើងនៃប្រទេសថៃនិងបំរុងនាំឆ្លងដែនមកប្រទេសកម្ពុជាដោយមិនមានអាជ្ញាប័ណ្ណកាន់កាប់សត្វព្រៃការពារនោះឡើយបើទោះបីជាបែបនេះក្តីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរបស់កម្ពុជាលើកឡើងថាកម្ពុជាមានជំហរប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ហើយសម្រាប់ករណីនៅប្រទេសថៃនេះបើមានការនាំចូលដោយខុសច្បាប់មកកម្ពុជាអាជ្ញាធរកម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីបង្ក្រាបបទល្មើសជួញដូរសត្វឆ្លងដែនគ្រប់រូបភាពយ៉ាងណាក៏ដោយចុះរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Mongabe ដែលបានចុះផ្សាយកាលពីខែមេសាឆ្នាំ2025នេះបានបង្ហាញថាសត្វស្វាក្តាមឬក៏សត្វស្វាកន្ទុយវែងជាច្រើនក្បាលដែលនាំចូលទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកពីតំបន់អាស៊ីអាគ្នេយ៍អាចត្រូវបានគេប្រមាញ់ពីក្នុងព្រៃនិងលក់ទៅឲ្យស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រក្នុងនោះការនាំចេញសត្វស្វាក្តាមរបស់កម្ពុជាត្រូវបានអង្គការ CITES ព្រមានបន្ទាប់ពីរកឃើញថាកម្ពុជាបានជាប់ពាក់ព័ន្ធនឹងការនាំចេញសត្វស្វាក្តាមដោយខុសច្បាប់ដោយប្រមូលទិញសត្វស្វាក្តាមពីក្នុងព្រៃរាប់ម៉ឺនក្បាលសម្រាប់នាំចេញដើម្បីជំនួសឲ្យសត្វស្វាដែលបង្កាត់ពូជនៅក្នុងកសិដ្ឋានដែលមានចំនួនតិចលោកអ្នកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីចាយុវតីចលនាមេដាធម្មជាតិមួយរូបគឺកញ្ញាមានលីសាចាពេលនេះកញ្ញាកំពុងស្ថិតនៅតំបន់អឺរ៉ុបនៅក្នុងដំណើរបេសកកម្មរបស់កញ្ញាទៅកាន់តំបន់អឺរ៉ុបនេះចាដែលជាបេសកកម្មមួយដាច់ដライពីយុវតីចលនាមេដាធម្មជាតិមួយរូបទៀតចាគឺអ្នកនាងសុនរដ្ឋាចាថាតើមានលីសាចាទៅតំបន់អឺរ៉ុបនេះធ្វើអ្វីខ្លះហើយបានបង្ហាញពីការងាររបស់ចលនាមេដាធម្មជាតិនោះយ៉ាងណាខ្លះទៅកាន់តំបន់អឺរ៉ុបនោះចាសូមអញ្ជើញលោកនាងកុំភ្លេចតាមដានកិច្ចសម្ភាសផ្ទាល់ចាជាមួយកញ្ញាមានលីសានេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះកញ្ញាមានលីសានឹងឡើងមកជជែកតាក់ទងទៅនឹងបេសកកម្មរបស់កញ្ញានៅតំបន់អឺរ៉ុបផងហើយនឹងប្រតិកម្មរបស់កញ្ញាចាតាក់ទងទៅនឹងការមិនព្រមដោះលែងយុវជនចលនាមេដាធម្មជាតិចំនួន5នាក់ដែលកំពុងជាប់ឃុំឲ្យមានសេរីភាពចាកិច្ចសម្ភាសនេះនឹងចាប់ផ្ដើមនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាជាទីមេត្រីយើងងាកទៅស្ថានភាពរបស់ពលរដ្ឋដែលរស់នៅតំបន់ព្រំដែនចានៅឯភូមិព្រៃច័ន្ទឯណោះពលរដ្ឋជិត20គ្រួសារនៅភូមិព្រៃច័ន្ទដែលរងគ្រោះបាត់បង់ដីធ្លីនិងផ្ទះសម្បែងក្រោយពេលដែលទាហានថៃបានរាយបន្លាលួសរំលោភបំពានយកដីធ្លីអស់ជាច្រើនខែមកនោះពេលនេះពួកគាត់ត្អូញត្អែពីជីវភាពលំបាកនិងគ្មានស្បៀងសម្រាប់បរិភោគគ្រប់គ្រាន់ខណៈពួកគាត់នៅមិនទាន់អាចត្រឡប់ទៅរស់នៅលើទឹកដីរបស់ពួកគាត់បានវិញនៅឡើយ
មន្ត្រីសង្គមស៊ីវិលថាអាជ្ញាធរពាក់ព័ន្ធគួរតែពន្យាដោះស្រាយបញ្ហាព្រំដែននិងផ្ដល់ស្បៀងអាហារជាអាហារូបត្ថម្ភនិងសេវាថែទាំសុខភាពទៅដល់ពួកគាត់ចាសសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសាការីយ៉ាអំពីរឿងនេះបើទោះបីជាស្ថានភាពនៅតាមព្រំដែនស្ថិតនៅក្នុងភូមិប្រៃច័ន្ទនិងភូមិជោគជ័យស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហាក់មានភាពស្ងប់ស្ងាត់ជាងមុនក្តីប៉ុន្តែបរិវត្តចំនួន17គ្រួសារដែលត្រូវបានតាហ៊ានថៃរៀបបន្លាលួសយកដីធ្លីផ្ទះសម្បែងនិងអ្នកខ្លះទៀតដែលមានផ្ទះជាប់នឹងបន្លាលួសដែលថៃរំលោភបំពានយកដីដែលនោះពួកគាត់នៅតែបន្តរស់នៅបោះតង់កៅស៊ូក្នុងបរិវេណវត្តភូមិប្រៃច័ន្ទស្រុកអូជ្រៅបណ្ដោះអាសន្នពីព្រោះបារម្ភពីសុវត្ថិភាពហើយមិនទាន់ហ៊ានវិលទៅរស់នៅលើដីរបស់ពួកគាត់វិញឡើយទេពលរដ្ឋរស់នៅភូមិប្រៃច័ន្ទលោកជឹមសុជាបានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែធ្នូថាពលរដ្ឋចំនួន17គ្រួសារដែលកំពុងរស់នៅបោះតង់កៅស៊ូក្នុងបរិវេណវត្តប្រៃច័ន្ទក្រោយពីអាជ្ញាធរមូលដ្ឋានមិនទាន់អនុញ្ញាតឲ្យពួកគាត់វិលទៅវិញព្រោះបារម្ភពីសុវត្ថិភាពនោះពេលនេះពួកគាត់មានជីវភាពលំបាកជាខ្លាំងជាពិសេសមនុស្សចាស់ដែលគ្មានកូនជាទីពឹងពីព្រោះពុំមានស្បៀងសម្រាប់បរិភោគគ្រប់គ្រាន់ហើយយូរម្ដងទើបមានសប្បុរសជនចែកអំណោយខ្លះគ្រាន់បានដោះស្រាយបញ្ហាជីវភាពមួយគ្រាបន្ថែមពីនោះលោកថាសប្តាហ៍ថ្ងៃនេះពួកគាត់តែងតែបន់ស្រន់ព្រឹកល្ងាចចង់ឲ្យស្ថានភាពនៅតាមព្រំដែនក្នុងភូមិប្រៃច័ន្ទវិលទៅដូចដើមវិញដើម្បីអាចទៅរកការងារធ្វើចិញ្ចឹមជីវិតជាង3ខែមកនេះលោកថាអាជ្ញាធរនៅមិនបានជូនដំណឹងឲ្យពួកគាត់វិលទៅរស់នៅលើដីពួកគាត់វិញឡើយទេហើយដីនឹងផ្ទះសម្បែងនៅតែត្រូវបានទាហានថៃពាត់បន្លាលួសដដែលដោយមិនបានរើចេញនោះទេបើទោះបីជាកន្លងមកនេះលោកបានលើថាបានបោះបង្គោលព្រំដែនបណ្ដោះអាសន្នរវាងប្រទេសទាំងពីររួចហើយក្តីបញ្ហាលំបាកហ្នឹងបងអើយបើយើងគិតទៅហ្នឹងវាជួបបញ្ហាលំបាកហ្នឹងឯងបងគិតមើលតែយើងមានផ្ទះហើយនៅមិនបានយើងមិនបានទៅនៅកន្លែងផ្ទះយើងនៅកន្លែងជ្រកកោនតាមតង់តាមអីបងវាមិនស្រួលទេបងវាមិនស្រួលដូចផ្ទះយើងចឹងណារីឯបរិបម្នាក់ទៀតក្នុងចំណោមជនភៀសសិទ្ធចំនួន17គ្រួសារបានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពលើកឡើងថាបច្ចុប្បន្ននេះលោកស្រីពុំសូវបានដេកលក់ស្កប់ស្កល់នោះទេព្រោះគិតច្រើនពេកក្រោយពីត្រូវបានពួកទាហានថៃបណ្ដេញចេញពីលំនៅឋានហើយពាត់យកដីនឹងផ្ទះសម្បែងលោកស្រីមករស់នៅក្រោមតង់កៅស៊ូទំហំជាង3ម៉ែត្រ4ជ្រុងក្នុងបរិវេណវត្តប្រៃច័ន្ទស្រុកអូជ្រៅដែលមានចម្ងាយប្រហែលជា500ម៉ែត្រពីផ្ទះដែលទាហានថៃបានឈ្លានពានយកកាលពីអំឡុងខែកញ្ញាលោកស្រីមានកូនចំនួន2នាក់ហើយពួកគេកំពុងតែរៀនថ្នាក់បឋមសិក្សានៅឡើយនៅពេលដែលលោកស្រីនឹកដល់អនាគតកូនម្ដងមានតែដេកយំឈឺចាប់និងព្រួយបារម្ភថាមិនដឹងជាពេលណាបានស្ថានភាពព្រំដែនល្អឡើងវិញទេដើម្បីប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតពេលខ្លះទៀតលោកស្រីហាក់គ្មានសង្ឃឹមសោះថាដីផ្ទះដែលត្រូវបានទាហានថៃរំលោភយកនោះនឹងប្រគល់មកឲ្យវិញក្នុងពេលឆាប់ខណៈដល់សប្តាហ៍ថ្ងៃដែលស្រែចម្ការរបស់អ្នកភូមិជាច្រើនថៃនៅតែបន្តពាត់បន្លាលួសដដែលនិងជីកលានដ្ឋាននៅក្បែរនោះចាំឃ្លាំមើលនឹងការពារយ៉ាងតឹងរ៉ឹងមិនឲ្យពលរដ្ឋឬទាហានខ្មែរចេញចូលលើដីនោះដោយសេរីនោះទេជនភៀសសិទ្ធទាំងនោះស្នើរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធជួយពន្យាការដោះស្រាយបញ្ហាព្រំដែននេះឲ្យបានឆាប់ត្រូវដាក់សម្ពាធលើទាហានថៃត្រូវតែរើបន្លាលួសចេញពីផ្ទះនិងដីស្រែចម្ការរបស់អ្នកភូមិពីព្រោះទឹកដីនៅទីនោះគឺជាដីរបស់ខ្មែរហើយពលរដ្ឋរស់នៅជាច្រើនទសវត្សរ៍មកហើយពួកគាត់ថាប្រសិនបើបញ្ហានេះមិនដោះស្រាយបានឆាប់ទេហើយបន្តឲ្យពួកគាត់រស់នៅក្រោមតង់កៅស៊ូទាំងគ្មានគោលដៅច្បាស់លាស់បែបនេះទៀតនោះពួកគាត់នឹងប្រឈមនឹងជីវភាពកាន់តែលំបាកព្រោះគ្មានចំណូលហើយក្មេងៗពុំទទួលបានការរៀនសូត្រដិតដល់ពីព្រោះតែជីវភាពគ្រួសារខ្វះខាតទូរទស្សន៍អាស៊ីសេរីបំផាយតាក់ទងអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីនិងអភិបាលស្រុកអូជ្រៅលោកកែវតារារស្មីដើម្បីសុំបកស្រាយជំវិញនឹងរឿងនេះបាននៅឡើយទេនៅថ្ងៃទី4ធ្នូរីឯអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីនសុចិតាក៏មិនអាចតាក់ទងបានដែរចំណែកឯមេភូមិប្រៃច័ន្ទស្រុកអូជ្រៅលោកពៅបឿនប្រាប់អាស៊ីសេរីយ៉ាងខ្លីថាចាប់តាំងពីស្ថានភាពព្រំដែនបានស្ងប់ស្ងាត់មួយរយៈនេះមានពលរដ្ឋប្រហែលជា 90% បានវិលទៅរស់នៅតាមផ្ទះនិងអាស្រ័យផលលើដីពួកគាត់វិញនៅតាមព្រំដែនក៏ប៉ុន្តែលោកអះអាងថាមានពលរដ្ឋតិចតួចប៉ុណ្ណោះដែលមិនទាន់បានវិលទៅវិញព្រោះបារម្ភពីសុវត្ថិភាពបានមួយចំនួនហើយបាន 90% ជាប់រវល់គ្រូជាប់រវល់បន្តិចជាប់រវល់ប្រជុំ
ទោះជាណាក្តីកាលពីថ្ងៃទី25វិច្ឆិកាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបង្ហោះសារនៅលើគណនី Facebook របស់លោកដោយអះអាងថាក្រោយពីគណៈកម្មាធិការព្រំដែនបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃតាមបណ្ដោយព្រំដែនស្ថិតនៅក្នុងភូមិជោគជ័យនិងភូមិប្រៃច័ន្ទស្រុកអូជ្រៅរួចមកពលរដ្ឋនឹងរស់នៅដោយសុខសាន្តនិងអាចប្រកបមុខរបររកស៊ីបានដូចមុនពីព្រោះថាការដោះស្រាយរឿងព្រំដែននេះគឺធ្វើឡើងស្របតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរបានត្រឹមត្រូវជុំវិញរឿងនេះអ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យលោកអិនគង្ជិតលើកឡើងថាការពន្យាពេលដោះស្រាយបញ្ហានៅក្នុងភូមិប្រៃច័ន្ទជាក្តីបារម្ភដែលអាចនឹងបង្កផលប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋដែលមិនអាចវិលទៅផ្ទះសម្បែងវិញបានលោកបន្តថាដើម្បីដោះស្រាយបញ្ហាចំពោះមុខអាជ្ញាធរពាក់ព័ន្ធគួរតែឧបត្ថម្ភស្បៀងនិងសេវាថែទាំសុខភាពជូនដល់ពួកគាត់ឲ្យបានដិតដល់កុំឲ្យពលរដ្ឋមានអារម្មណ៍ថារដ្ឋាភិបាលពុំបានអើពើខណៈដែលពួកគាត់មិនទាន់ទទួលបានព័ត៌មានអ្វីសោះជំវិញនឹងការវិលទៅផ្ទះវិញបើពួកគាត់មិនអាចចូលទៅបានមានតែគាត់ផ្គង់ផ្នែកស្បៀងអាហារនិងមនុស្សធម៌ដូចជាថ្នាំពេទ្យអីការព្យាបាលអីហ្នឹងទៅលើពួកគាត់ខកខាននឹងរងចាំដំណោះស្រាយនេះវា4ខែជិត4ខែមកហើយអញ្ចឹងការដែលថៃពាត់បលាលួសអីហ្នឹងគឺវាធ្វើឲ្យពួកគាត់មិនអាចរកចំណូលអីបានប្រកបការងារអីបាន4ខែមកហើយដែលទាហានថៃបានរីបន្លាលួសព័ទ្ធរំលោភបំពានយកផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពលរដ្ឋនៅភូមិប្រៃច័ន្ទនិងភូមិជោគជ័យស្រុកអូជ្រៅគណៈរដ្ឋាភិបាលកម្ពុជាបន្តរក្សាភាពស្ងប់ស្ងាត់ពុំយកករណីថៃឈ្លានពានទឹកដីខ្មែរប្តឹងទៅតុលាការអន្តរជាតិនោះឡើយទាហានថៃបានបន្តធ្វើបាបពលរដ្ឋខ្មែរស្លូតត្រង់ជាបន្តបន្ទាប់ក្នុងនោះទាហានថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស3នាក់នៅក្នុងភូមិប្រៃច័ន្ទកាលពីថ្ងៃទី12វិច្ឆិកាអ្នកខ្លំមើលថាការមិនស្វែងរកយុត្តិធម៌ឲ្យពលរដ្ឋបានទាន់ពេលវេលានេះធ្វើឲ្យពួកគាត់បារម្ភថាដីស្រែនិងផ្ទះសម្បែងរបស់ពួកគាត់ដែលទាហានថៃរំលោភយកនោះនឹងត្រូវបាត់បង់ដោយគ្មានដំណោះស្រាយខ្ញុំបាទទីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីចាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែននេះចាក្តីបារម្ភរបស់ពួកគាត់ខ្លាំងបំផុតនោះគឺពួកគាត់បារម្ភខ្លាចបាត់បង់ដីស្រែចម្ការផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ចាហើយទៅឲ្យភាគីថៃហើយមិនអាចទទួលមកវិញបានជារៀងរហូតចាប់នៅក្រោយពេលដែលមានចំនួនដីព្រំដែនរវាងកម្ពុជានិងថៃនេះហើយមកដល់ពេលនេះគឺឈានដល់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នរវាងប្រទេសទាំងពីរថែមទៀតនោះចាលោកនាងកញ្ញាជាទីមេត្រីចាយើងស្លេះរឿងរ៉ាវតាក់ទងនឹងបញ្ហាព្រំដែននេះបន្តិចចាយើងងាកមករឿងរ៉ាវរបស់ក្រមយុវជនចលនាមេដាធម្មជាតិចាដែលធ្វើការងារការពារធនធានធម្មជាតិគឺក្រមយុវជនចលនាមេដាធម្មជាតិឯនេះវិញចាយុវតីចលនាមេដាធម្មជាតិមួយរូបចាគឺកញ្ញាមានលីសាកញ្ញាកំពុងបំពេញបេសកកម្មនៅក្នុងតំបន់អឺរ៉ុបហើយពេលនេះកញ្ញាបានទៅដល់ប្រទេសស៊ុយអែតហើយដំណើរទៅបេសកកម្មទៅអឺរ៉ុបរបស់កញ្ញាមានលីសានេះគឺជាបេសកកម្មមួយដាច់ដោយឡែកពីបេសកកម្មរបស់យុវតីចលនាមេដាធម្មជាតិមួយរូបទៀតចាគឺកញ្ញាសុនរដ្ឋាចាដែលនេះខ្ញុំបានសម្ភាសកញ្ញាកាលពីសប្តាហ៍មុនហើយដើម្បីបានដឹងថាតើលីសាមានបេសកកម្មនឹងទៅធ្វើអីខ្លះនៅអឺរ៉ុបនេះចាសូមអញ្ជើញលោកអ្នកនាងចាំមកទស្សនាបទសម្ភាសរវាងនាងខ្ញុំជាមួយនឹងមានលីសាដូចតទៅចាសូមជម្រាបសួរលីសាពីចម្ងាយចាសូមជម្រាបសួរបងហើយក៏សូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានការទស្សនានេះផ្ទាល់ចាលីសាសុខទុក្ខយ៉ាងណាហើយចំណាយពេលប៉ុន្មានហើយនៅក្នុងបេសកកម្មទៅអឺរ៉ុបនេះចាមកបេសកកម្មនៅអឺរ៉ុបហ្នឹងគឺចាប់ផ្ដើមតាំងពីថ្ងៃទី23ខែវិច្ឆិការហូតដល់ពេលនេះចាអញ្ចឹងគឺសុខភាពរបស់ខ្ញុំគឺសុខភាពរឹងមាំធម្មតាទេប៉ុន្តែគ្រាន់តែដូចដឹងស្រាប់ថានៅប្រទេសអឺរ៉ុបគឺអាកាសធាតុត្រជាក់ខុសពីប្រទេសយើងខ្លាំងហើយត្រូវត្រៀមជាមួយនឹងសម្លៀកបំពាក់ក្រាស់ដើម្បីមកចូលរួមបេសកកម្មលើកនេះហើយដើម្បីធានាថាมันប៉ះពាល់ដល់សុខភាពព្រោះដោយសារអាកាសធាតុត្រជាក់អញ្ចឹងណាបងហើយក្រៅពីនេះក៏បានជួបជាមួយនឹងអ្នកដែលយើងត្រូវបានជួបអ្នកដែលគម្រោងដែលយើងត្រូវមកជួបនេះប៉ុន្តែខ្ញុំអាចបញ្ជាក់ថាហេតុអ្វីបានមកទីនេះហើយមានកិច្ចការងារអីខ្លះដែលខ្ញុំបានបំពេញអញ្ចឹងណាបងចាល
ដូច្នេះត្រៀមខ្លួនការពារសុខភាពផងហើយធ្វើយ៉ាងណាដើម្បីឲ្យបេសកកម្មហ្នឹងបានជោគជ័យតើមកដល់ពេលនេះនឹងបានធ្វើអ្វីខ្លះបេសកកម្មនឹងមានអីខ្លះទៅចាលីសា ចាចាអរគុណបងការពិតទៅកាលពី3ខែមុនហ្នឹងហើយប្រហែលជានឹងកំឡុងខែកញ្ញាហ្នឹងគឺយើងទទួលបានព័ត៌មានថាគេមានរៀបចំវេទិកាអប់រំមួយដោយអង្គការសហជីវជាតិនៅទីក្រុងប៊ូតាប៉េសនៅប្រទេសហុងគ្រីអញ្ចឹងទៅខ្ញុំមើលឃើញថាវាជាឱកាសមួយសម្រាប់ឲ្យយើងទៅរៀនសូត្រទៅជួបជុំជាមួយនឹងអ្នកដែលគេធ្វើការទៅលើវិស័យសិទ្ធិមនុស្សហ្នឹងអញ្ចឹងទៅក៏ពីក្រុមយើងហ្នឹងយើងបានដាក់ផ្ញើគេហៅថាដាក់ពាក្យដើម្បីស្នើសុំចូលរួមកម្មវិធីហ្នឹងនៅទីក្រុងប៊ូតាប៉េសនៅខែធ្នូនេះឆាប់នេះខ្ញុំនឹងទៅចូលរួមអញ្ចឹងទៅយើងក៏ត្រូវបានជ្រើសរើសក្នុងនាមជាក្រុមម្នាក់ក្រុមដើម្បីទៅចូលរួមជាមួយនឹងកិច្ចពិភាក្សានឹងផងដែរគេហៅថាកិច្ចពិភាក្សាតាក់ទងជាមួយនឹងវេទិកាអប់រំសិទ្ធិមនុស្សហើយគេហៅថាវេទិកានៃការបញ្ចេញសក្តានុពលអំពីសិទ្ធិមនុស្សហើយដើម្បីសិទ្ធិមនុស្សហ្នឹងអញ្ចឹងគេធ្វើនៅថ្ងៃទី9ដល់ថ្ងៃទី11ខែធ្នូដែលខ្ញុំនឹងត្រូវចេញពី Stockholm ឥឡូវនេះទៅឆាប់នេះដើម្បីទៅចូលរួមអញ្ចឹងនៅពេលដែលយើងមានឱកាស វីសាកាត់បន្តិចដូច្នេះទៅនឹងចូលរួមវេទិកានឹងក្នុងនាមជាតំណាងឲ្យចលនាមេដាធម្មជាតិចាបងពូដោយសារតែគេមានអ្នកចូលរួមសរុបគឺ300អ្នកហើយក្នុងនោះគេរើសត្រឹមតែ50អ្នកប៉ុណ្ណោះដែលចេញពីប្រទេសក្រៅទ្វីបអឺរ៉ុបអញ្ចឹងទៅមានន័យថាកិច្ចការដែលចលនាមេដាធម្មជាតិបានធ្វើហ្នឹងគឺជាក្រុមមួយដែលគេត្រូវបានជ្រើសរើសដើម្បីទៅចែករំលែកផងនិងទៅចូលរួមផងនៅក្នុងគោលបំណងដែលថាអ្នកចូលរួមហ្នឹងគឺត្រូវមកជួបជុំគ្នាដើម្បីកំណត់សម្គាល់ពីបញ្ហាសិទ្ធិមនុស្សបញ្ហាបរិស្ថានឬក៏កិច្ចការងារនៅលើវិស័យសិទ្ធិមនុស្សហ្នឹងដើម្បីចូលរួមក្នុងការស្វែងរកដំណោះស្រាយសិទ្ធិមនុស្សនៅក្នុងគេហៅថាឆ្នាំបន្តបន្ទាប់ហ្នឹងចាលីសាគ្រូនឹងទៅប្រាប់គេពីរឿងអីខ្លះទៅនៅពេលដែលក្រមចលនាមេដាធម្មជាតិតាំងពីបើកទ្វារមកនឹងធ្វើការងារតាក់ទងនឹងការទៀមទីឲ្យមានការផ្លាស់ប្ដូរផ្នែកការពារធនធានធម្មជាតិចាំបញ្ឈប់រាល់ការបំផ្លិចបំផ្លាញធនធានធម្មជាតិកាប់ព្រៃឈើបូមខ្សាច់នេសាទខុសច្បាប់អីអស់ទាំងអស់ហ្នឹងដូចជាឃើញថាធ្វើឲ្យអង្គការនេះបែកខ្ញែកគ្នាកាន់តែខ្លាំងហើយធ្វើឲ្យមានអ្នកដែលជាប់ពន្ធនាគារអីទៀតផងតើលីសានឹងប្រាប់គេពីរឿងអីទៅចាជាមេរៀនអីទៅដែលគេអាចសិក្សាបានពីភាគីមេដាធម្មជាតិនឹងជារឿងសំខាន់ណាស់ព្រោះដោយសារតែអរគុណដែលគេបានផ្ដល់ឱកាសឲ្យក្រុមយើងដើម្បីទៅចូលរួមហើយក៏ទៅចែករំលែកក្នុងនាមអ្នកដែលចែករំលែកអំពីបញ្ហាប្រឈមនៅក្នុងការអនុវត្តនៅក្នុងវិស័យសិទ្ធិមនុស្សអញ្ចឹងបញ្ហាប្រឈមនៅក្នុងការអនុវត្តលើការអប់រំសិទ្ធិមនុស្សនេះគឺភាគច្រើនដែលយើងចែករំលែកគឺតកតងជាមួយនឹងយុទ្ធនាការដែលយើងបានសម្រេចកាលពីតកតងជាមួយនឹងយុទ្ធនាការរឿងនៅតំបន់អរ៉ែងតកតងនឹងយុទ្ធនាការការបូមខ្សាច់នៅឆ្នាំ2015-16ហ្នឹងហើយនឹងគេហៅថាក្រុមដែលនៅតែបន្តធ្វើការតស៊ូបើទោះបីជាស្ថិតនៅក្នុងគេហៅថាប្រទេសដែលមានការដឹកនាំបែបផ្ដាច់ការក៏ដោយប៉ុន្តែក្រុមនេះគឺនៅតែបន្តខ្នះខ្នែងហើយមានគេហៅថាយុវជនដែលជាប់ពន្ធនាគាររហូតដល់5នាក់ក្រោមបទចោទធ្ងន់ធ្ងរ6ទៅ8ឆ្នាំនៅប្រទេសគេគឺគេពិបាកទទួលយកណាស់អញ្ចឹងរបៀបនៃយុវជនចលនាមេដាធម្មជាតិដែលបានអនុវត្តសិទ្ធិសេរីភាពកន្លងមកហ្នឹងគឺជាឧទាហរណ៍ដ៏សំខាន់មួយហើយនឹងការតស៊ូព្យាយាមមួយសម្រាប់ចែករំលែកទៅគេហើយគេមើលឃើញថាតើគេក្នុងនាមជាយុវជននៅតំបន់អឺរ៉ុបហ្នឹងគេអាចជួយឬក៏គេអាចជាសម្លេងយ៉ាងណាដើម្បីជួយមកដល់ក្រមចលនាមេដាធម្មជាតិដែរព្រោះយើងធ្វើការយើងមិនមែនធ្វើការដើម្បីតែបរិស្ថានសម្រាប់ប្រជាពលរដ្ឋខ្មែរទេប៉ុន្តែបរិស្ថានគឺជាគេហៅថាគោលដៅឬក៏ចក្ខុវិស័យមួយសម្រាប់ប្រទេសលើសកលលោកដែលត្រូវមកជួបជុំគ្នាជជែកគ្នាអំពីថាតើនៅក្នុងប្រទេសយើងហ្នឹងយើងធ្វើអ្វីខ្លះដើម្បីចូលរួមនៅក្នុងចក្ខុវិស័យការប្រែប្រួលអាកាសធាតុហ្នឹងអញ្ចឹងនេះគឺជាចំណែកមួយដែលខ្ញុំមកជាតំណាងចលនាមេដាធម្មជាតិមកចូលរួមក្រៅពីនេះក៏ចង់ប្រាប់ទៅបងហើយនឹងអ្នកដែលកំពុងទស្សនាដែរថាយើងក៏ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងវេទិកាគេហៅថាវេទិកាអង្គការសហជីវជាតិលើប្រធានបទអាជីវកម្មនិងសិទ្ធិមនុស្សលើកទី14
នៅទីក្រុងសេណាវប្រទេសស្វីសផងដែរនៅក្នុងវេទិកាហ្នឹងគឺមានបណ្ដាគេហៅថាអ្នកដែលចូលរួមហ្នឹងមកពីខាងរដ្ឋាភិបាលក្រុមហ៊ុនឯកជនគេហៅទាំងវិស័យរដ្ឋនិងឯកជននិងទាំងវិស័យគេហៅថាក្រុមសកម្មជនឬក៏អង្គការដែលធ្វើទៅលើរឿងសិទ្ធិមនុស្សហ្នឹងអញ្ចឹងគេមកជួបជុំគ្នាដើម្បីជជែកថាតើអាជីវកម្មណាមួយដែលត្រូវបានផ្ដួចផ្ដើមឡើងនៅក្នុងប្រទេសនីមួយៗនោះថាតើគេត្រូវគោរពទៅលើវិធានការសិទ្ធិមនុស្សអ្វីខ្លះហើយគេត្រូវធានាបានថាអាជីវកម្មនីមួយៗហ្នឹងបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋអញ្ចឹងគឺខ្ញុំបានចូលរួមនេះក៏បានចង់បង្ហាញថាទោះបីជាគេចាប់ចោលអាណាបិតាធម្មជាតិទៅ5នាក់ហើយតែយើងនៅសល់ធនធានមនុស្សដែលមិនច្រើនទេក្នុងការធ្វើការងារនេះប៉ុន្តែយើងនៅតែខិតខំក្នុងការរៀនសូត្ររហូតរៀនសូត្រស្ទើរតែរហូតអស់មួយជីវិតដើម្បីធ្វើយ៉ាងណាឲ្យយើងបានចូលរួមនៅក្នុងគេហៅតំបន់អន្តរជាតិយើងដឹងពីកតិកាសញ្ញាយើងដឹងពីរបៀបដែលយើងអាចលើកឡើងអំពីសិទ្ធិមនុស្សហើយវាជាចំណែកបង្ហាញថាយុវជនខ្មែរធ្វើការងារដើម្បីការពារនៅប្រទេសកម្ពុជាប៉ុន្តែអន្តរជាតិទទួលស្គាល់ហើយគេអញ្ជើញយើងដើម្បីមកចូលរួមមកចែករំលែកហើយនឹងគេហៅថាធ្វើការរួមគ្នាដើម្បីការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោកចា៎ដូច្នេះបេសកកម្មរបស់លីសានេះគឺទៅបង្ហាញអំពីហេតុការណ៍រឿងរ៉ាវផ្សេងៗចានៃការរំលោភសិទ្ធិមនុស្សចាគឺសិទ្ធិអ្នកការពារធនធានធម្មជាតិការពារបរិស្ថាននៅកម្ពុជាចាបង្ហាញទៅពិភពលោកហើយតាក់ទងទៅនឹងចលនាមេដាធម្មជាតិនេះយើងដឹងទាំងអស់គ្នាមកដល់ថ្ងៃម្សិលមិញនេះចាគឺអ្នកទាំង5នាក់នោះគឺនៅតែមិនត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាពទេគឺពួកគាត់បន្តនៅក្នុងឃុំចាហើយពួកគាត់នៅតែបន្តទាមទារឲ្យមានការដោះលែងពួកគាត់ឲ្យមានសេរីភាពពីព្រោះពួកគាត់គ្មានកំហុសដោយដែលលីសាបានលើកឡើងអញ្ចឹងគឺពួកគាត់ប្រឹងប្រែងដើម្បីការពារធនធានធម្មជាតិមិនមែនសម្រាប់តែកម្ពុជាទេលីសាលើកឡើងថាគឺសម្រាប់ពិភពលោកទាំងមូលពីព្រោះប្រទេសមួយតំបន់មួយគឺជាផ្នែកមួយនៃពិភពលោកចាលីសាតើលីសាមានគំនិតគិតឃើញយ៉ាងម៉េចនៅពេលដែលខ្លួនហើយនឹងសូនរដ្ឋាបានទៅក្រៅប្រទេសចាបានធ្វើដំណើរទៅជួបមនុស្សនៅពេញពិភពលោកដើម្បីបង្ហាញគេពីការងាររបស់ខ្លួនខណៈដែល3នាក់5នាក់ទៀតនៅជាប់ឃុំនៅឡើយហើយមានមនុស្សជាច្រើនមានទស្សនៈជាច្រើនបានលើកឡើងថាអ្នកដែលរងទុក្ខទោសនោះគឺបានត្រឹមតែរងទុក្ខទោសទេប៉ុន្តែអ្នកដែលមានមុខមាត់នោះគឺជាអ្នកផ្សេងទៅវិញតើលីសាគិតយ៉ាងម៉េចកន្លែងហ្នឹងចាចាបងមុននឹងចូលដល់ចំណាប់អារម្មណ៍កន្លែងនេះខ្ញុំក៏ចង់ប្រាប់ដែរថាខ្ញុំបានមកជួបបងសុនរដ្ឋាដែរដែលគាត់យើងមកជួបគ្នានៅ Stockholm នេះដោយសារគេអញ្ជើញយើងក្នុងនាមជាភ្ញៀវកិត្តិយសជាអតីតអ្នកដែលធ្លាប់ទទួលបានពានរង្វាន់កាលពីឆ្នាំ2023គឺពានរង្វាន់ Right Livelihood នៅទីក្រុង Stockholm នេះហើយគេក៏អញ្ជើញយើងមកចែករំលែកពីបទពិសោធន៍អំពីការតស៊ូព្យាយាមក្នុងការបន្តបេសកកម្មបើទោះបីជាអ្នកទាំង5ត្រូវបានជាប់ពន្ធនាគារហើយយើងមកទីនេះដើម្បីចែករំលែកទៅដល់បេក្ខជនជ័យលាភីដែលគាត់ទទួលបានពានរង្វាន់ឆ្នាំ2025នេះថាយើងចែករំលែកគ្នាទៅវិញទៅមកអំពីការងាររបស់យើងអញ្ចឹងយើងមកនេះមិនមែនត្រឹមតែអ្នកចូលរួមប៉ុន្តែក៏ជាអ្នកចែករំលែកអំពីគេហៅថាសកម្មភាពហើយនឹងការគៀបសង្កត់ការរដ្ឋបិទសេរីភាពរបស់អ្នកទាំង5ខ្ញុំមានជាគេហៅថានាមប័ណ្ណនេះគឺមានរូបបងទាំង5នៅទីនេះហើយយើងទៅទីណាគឺយើងចែកគេម្នាក់មួយដូចជារូបភាពមួយសម្គាល់ថាយើងមកទីនេះគឺយើងត្រូវតែចែករំលែកទៅដល់ពិភពលោកដូចជាអន្តរជាតិថាអ្នកទាំង5មកត្រូវបានបំភ្លេចចោលបើទោះបីជាគាត់នៅក្នុងពន្ធនាគារក៏ដោយយើងហៅឈ្មោះគាត់ដារ៉ាវុតបងឡុងកុនធាយឹមលៀងហ៊ីភួនការរស្មីថនរដ្ឋាយើងហៅឈ្មោះគាត់រហូតហើយរហូតដល់ខ្ញុំនេះនៅទីនេះកេងយល់សពឃើញពួកគាត់ទៀតអញ្ចឹងក្រៅពីនេះខ្ញុំនឹងត្រូវទៅទីក្រុងប៉ារីសដើម្បីទៅជួបពុកម៉ែបងប្អូនដែលជាសមាគមខ្មែរនៅទីក្រុងប៉ារីសដើម្បីជួបជជែកហើយក៏ផ្ដល់នៅបច្ចុប្បន្នភាពអំពីអ្នកទាំង5ក៏ដូចជាជួបជជែកអំពីតើអ្វីដែលយើងនៅបន្តទៀតបើទោះបីជាអ្នកទាំង5ត្រូវបានជាប់ពន្ធនាគារក៏ដោយក៏តើមានយុទ្ធនាការអីខ្លះដែលយើងអាចនៅធ្វើបន្តទៀតនៅទីក្រុងប៉ារីសអញ្ចឹងខ្ញុំនឹងត្រូវជួបពុកម៉ែបងប្អូនខ្មែរនៅទីក្រុងប៉ារីសជាបន្តទៀតហើយក៏រំពឹងថានឹងត្រូវទៅជួបជាមួយនឹងក្រសួងការបរទេសនៅប្រទេសស្វីសវិញព្រោះដោយសារតែ
ចិត្តដល់ការរដូវកាលគ្រឹះស្មាក់គេហៅថាវិស្វការបនណូអែលហ្នឹងគឺយើងពិបាកក្នុងការតាក់ទងអ្នកដែលគេហៅថាចេញពីរដ្ឋាភិបាលនៅប្រទេសគេប៉ុន្តែយើងរំពឹងព្រោះដោយសារតែយើងបានណាត់ជាមួយគេយើងនៅចាំតែការឆ្លើយតបថាគេនឹងអាចមានពេលឆ្លៀតជួបជាមួយយើងបានតែខ្ញុំរំពឹងថានឹងអាចជួបពួកគេហើយចំណាប់អារម្មណ៍ដែលថាមកទីនេះហើយយើងនិយាយអំពីអ្នកទាំង5ជាមួយនឹងសុនរដ្ឋាដែលមិនអោយលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនេះវាគឺជារឿងខុសឆ្គងមែនទែនសម្រាប់ពីភ្នែករបស់អន្តរជាតិដែលគេមើលទៅហើយប្រទេសឬក៏យុវជនគេហៅថាសកម្មជនអង្គការសង្គមស៊ីវិលឬក៏អង្គការអន្តរជាតិនៅទីនេះដែលយើងជជែកជាមួយហ្នឹងគឺយើងចង់ឲ្យគេបានដឹងថាប្រទេសកម្ពុជានេះក៏ជាប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិហើយបានគេហៅថាមានរដ្ឋធម្មនុញ្ញដែលទទួលស្គាល់នៅសិទ្ធិអន្តរជាតិសិទ្ធិមនុស្សសេរីភាពមូលដ្ឋានជាច្រើនហើយក៏បានចុះទៅលើសន្ធិសញ្ញាឬក៏កតិកាសញ្ញាអន្តរជាតិជាច្រើនដើម្បីគោរពសិទ្ធិមនុស្សប៉ុន្តែហាក់បីដូចជាមិនមានការគោរពសិទ្ធិមនុស្សថាតើប្រទេសដែលជានៃសមាជិកសហភាពអឺរ៉ុបនេះអាចធ្វើអ្វីបានដើម្បីដាក់សម្ពាធឲ្យរដ្ឋអំណាចនៅប្រទេសកម្ពុជានឹងធ្វើការគោរពសិទ្ធិមនុស្សហើយផ្ដល់ឲ្យយើងមាននូវសេរីភាពនៃការបញ្ចេញមតិឡើងវិញហើយរឿងដែលសំខាន់គឺមិនភ្លេចអ្នកទាំង5ទេហើយសាររបស់ពួកគាត់គឺត្រូវបានលើកដោយខ្ញុំលើកដោយសុនរដ្ឋាដែលគាត់មកជាមួយគ្នាទៅកាន់អ្នកផ្សេងទៀតហើយក៏បញ្ជាក់ថាជាចំណែកមួយដែលលើកឡើងនៅកិត្តិយសរបស់យុវជនខ្មែរគ្រប់រូបតាមរយៈសកម្មភាពការងារនេះដែលថាយុវជនខ្មែរគឺអាចចូលរួមនៅក្នុងកិច្ចការងារនៃអន្តរជាតិបានចូលរួមនៅក្នុងការលើកឡើងអំពីបញ្ហារបស់ខ្លួនហើយចូលរួមដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការការពារសិទ្ធិមនុស្សបន្តទៀតនេះជាអ្វីដែលពួកយើងព្យាយាមនឹងកំពុងធ្វើហើយក្រៅពីនេះគឺយើងនៅតែបន្តបេសកកម្មនៃការស្វែងរកការស្រាវជ្រាវទៅលើការបំផ្លាញធនធានធម្មជាតិហើយធ្វើយ៉ាងណាគឺឲ្យសម្លេងរបស់យើងមិនស្លាប់ទេបើទោះបីជាអ្នកទាំង5ត្រូវបានជាប់ពន្ធនាគារតែពួកយើងដែលនៅសល់គឺមានមនសិការមិនត្រូវបានគេទិញមិនត្រូវបានគេមកបង្ខំយើងបានទេបើទោះបីជាអ្នកទាំង5នៅក្នុងពន្ធនាគារក៏ដោយបងចាតកតងទៅនឹងការគម្រាមការធ្វើបាបការបង្ខំនេះចាលីសាតើលីសាបានត្រៀមខ្លួនយ៉ាងណាខ្លះនៅពេលដែលយើងដឹងថាការគម្រាមកំហែងនេះមិនមែនកើតមានតែនៅលើសកម្មជនផ្ទាល់ខ្លួនទេចាវាអាចកើតលើសមាជិកគ្រួសារអាចកើតលើអ្នកផ្សេងដែលជាទីស្រឡាញ់របស់សកម្មជនទៅទៀតនោះតើនៅពេលដែលគេមិនអាចធ្វើបាបសកម្មជនបានគឺគេនឹងធ្វើបាបទៅដល់ក្រុមគ្រួសាររបស់សកម្មជនទៀតនឹងតើត្រៀមខ្លួនយ៉ាងណានៅក្នុងរឿងនេះនឹងនៅតែរឹងមាំនៅតែបេះដូងនឹងនៅតែក្តៅកគុកជំនះនៅបញ្ហាតទៅទៀតឬក៏យ៉ាងណាចាលីសាចាអរគុណបងក៏ពិតទៅខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំពិតជាមានអំណរអរគុណណាស់ដែលមានជីវិតមួយដែលខ្ញុំអាចធ្វើកិច្ចការងារដែលខ្ញុំស្រឡាញ់ដើម្បីការពារធនធានធម្មជាតិហើយនឹងដើម្បីសហគមន៍ទុនខ្សោយដែលសហគមន៍ដែលត្រូវការពួកយើងក្នុងនាមជាយុវជនដែលបានរៀនសូត្រដែលបានឆ្លងកាត់ការបដិបដាលដើម្បីទៅជួយពួកគាត់អានឹងជាអ្វីមួយដែលខ្ញុំតែងតែមានអំណរអរគុណចំពោះខ្លួនឯងដែលនៅតែបានធ្វើកិច្ចការងារដែលខ្ញុំស្រឡាញ់ហើយនឹងគាំទ្រទៅដល់សហគមន៍របស់យើងមិនតែប៉ុណ្ណោះក៏យើងចូលរួមនៅក្នុងគេហៅថាគោលដៅឬក៏ចក្ខុវិស័យអន្តរជាតិដើម្បីជាតួនាទីរបស់យុវជននៅក្នុងប្រទេសមួយដែលនិយាយអំពីបញ្ហាទាំងអស់ហ្នឹងហើយជួយទៅដល់ពលរដ្ឋនៅក្នុងប្រទេសហើយខ្ញុំក៏សូមអរគុណជានិច្ចដល់អ្នកម្ដាយរបស់ខ្ញុំដែលតែងតែទោះបីជាលោកមិនបានគាំទ្រ 100% ជាមួយនឹងការងារនេះប៉ុន្តែលោកតែងតែគេហៅថា
មិនអាចនឹងហាមឃាត់ជាមួយនឹងអ្វីដែលជាក្តីសម័យរបស់កូនរបស់ខ្លួនអញ្ចឹងទៅខ្ញុំសូមអរគុណដល់អ្នកម្ដាយរបស់ខ្ញុំមែនតើដែលគាត់តែងតែគ្រប់គ្រងហើយគាត់តែងតែឈរនៅជាមួយយើងបើទោះបីជាពេលខ្លះក៏មានអារម្មណ៍ថាមិនសុវត្ថិភាពចំពោះខ្ញុំព្រោះប្រកាសណាស់ធម្មជាតិជាយើងជាកូនស្រីអ្នកម្ដាយតែងតែបារម្ភហើយប៉ុន្តែខ្ញុំគិតថាមានតែយើងត្រូវចាប់ផ្ដើមពីចំនួនយើងពេលនេះទេប្រកាសជា20-30ឆ្នាំក្រោយយើងនឹងត្រឡប់មកមើលសកម្មភាពដែលយើងបានចាប់ផ្ដើមមានន័យថាចាប់ផ្ដើមធ្វើនៅពេលនេះដើម្បីជួយទៅដល់អ្នកដែលរងគ្រោះហើយខ្ញុំគិតថាការដែលខ្ញុំបានរៀនច្បាប់ផងដែរបើសិនជាខ្ញុំមិនបានចូលរួមក្នុងការជួយប្រជាពលរដ្ឋព្រោះដោយសារតែប្រព័ន្ធច្បាប់នៅស្រុកខ្មែរมันអាចឲ្យយើងចូលរួមជួយដោយយុត្តិធម៌បានអញ្ចឹងខ្ញុំមិនធ្វើអ្វីដែលតាក់ទងជាមួយនឹងមិនយកចំណេះដឹងរបស់ខ្ញុំទៅចូលរួមនៅក្នុងប្រព័ន្ធដែលមិនត្រឹមត្រូវទេអញ្ចឹងខ្ញុំយកចំណេះដឹងនេះដើម្បីមកជួយទៅដល់សហគមន៍រងគ្រោះហើយនឹងនិយាយអំពីគេហៅថាការបំផ្លាញធនធានធម្មជាតិព្រោះខ្ញុំគិតថាមនុស្សយើងមិនអាចរស់នៅដោយខ្វះធម្មជាតិបានទេហើយវាជារឿងដែលពិបាកនឹងទទួលយកមែនតើដែលប្រជាពលរដ្ឋរបស់ខ្លួនព្យាយាមនឹងលើកឡើងអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិហើយព្យាយាមនឹងចង់ចូលរួមជាមួយនឹងរដ្ឋាភិបាលដើម្បីឲ្យមានដំណោះស្រាយជាវិជ្ជមានប៉ុន្តែបែរជាមិនដែលទទួលបានការកោតសរសើរការលើកទឹកចិត្តទេប៉ុន្តែអ្វីដែលយើងទទួលបានគឺជាការដាក់ទណ្ឌកម្មការដាក់ទោសហើយនឹងមិនត្រឹមតែពួកយើងជាអ្នកដែលធ្វើកិច្ចការងារនេះដោយផ្ទាល់ទេប៉ុន្តែក្រុមគ្រួសាររបស់យើងហើយនឹងគេហៅថាមនុស្សជាទីស្រឡាញ់របស់យើងហ្នឹងគឺកាន់តែមានគ្រោះថ្នាក់ទៀតបើគេមិនអាចធ្វើអ្វីយើងបានប៉ុន្តែខ្ញុំនៅតែជឿជាក់ថាដរាបណាយើងមានឧត្តមគតិហើយនឹងសេចក្តីប្រកាន់ភ្ជាប់នៅសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សធ្វើការដើម្បីប្រយោជន៍សង្គមពិតប្រាកដវាមិនអាចមកប្រឈប់ឲ្យយើងឆន្ទៈរបស់យើងដោយការលោភលន់ដោយការទទួលបានលុយឬក៏គេហៅថាតួនាទីអីទេវាមិនអាចអញ្ចឹងទេជីវិតយើងមានតម្លៃជាងហ្នឹងចាបងចាមានអ្វីផ្ដាំផ្ញើទៅយុវជនចលនាមេដាធម្មជាតិទាំង5នាក់ដែលកំពុងជាប់ឃុំនឹងក្រុមគ្រួសាររបស់គាត់ផងនោះចាខ្ញុំគិតថាបងទាំង5ក៏ប៉ុន្តែមានអាយដែរយើងមានអាយយឺតរបស់បងទាំង5នាក់គឺបងប្អូនប្រហែលជាមើលឃើញអាយយឺតហ្នឹងគឺយើងតែងតែពេលយើងទៅទីណាគេយើងមាននាមប័ណ្ណរូបរបស់ពួកគាត់ហើយនឹងអាវយឺតហ្នឹងដើម្បីឲ្យពិភពលោកបានចាអាវយឺតហ្នឹងសរសេរថាភ្ញាក់ឡើងហ្នឹងមានន័យថាម៉េចលីសាអាវយឺតនេះសរសេរថាភ្ញាក់ឡើងគឺមានន័យថាយើងចង់រំលឹកឲ្យយុវជនខ្មែរដូចសាររបស់តារាវុធដែលតែងតែផ្ដល់មកគឺថាឲ្យយើងដោះលែងខ្លួនឯងពីភាពភ័យខ្លាចព្រោះបើសិនជាយើងអត់ដោះលែងខ្លួនឯងចេញពីភាពភ័យខ្លាចទេយើងមិនអាចជួយសង្គ្រោះប្រទេសជាតិដ៏កំសត់របស់យើងបានទេនៅក្នុងនឹមត្រួតត្រាមិនមែននឹមត្រួតត្រាបរទេសទេណាគឺនឹមត្រួតត្រារបស់រដ្ឋអំណាចខ្លួនឯងផ្ទាល់អញ្ចឹងខ្ញុំគិតថាភ្ញាក់ឡើងនេះគឺសូមឲ្យយើងភ្ញាក់ឡើងទាំងអស់គ្នាហើយចាប់ផ្ដើមគិតថាការងារដែលពួកយើងកំពុងធ្វើនេះមិនមែនធ្វើតែឯងទេណាមិនមែនត្រឹមតែនៅប្រទេសកម្ពុជាណាគឺមានអ្នកដែលតស៊ូជាច្រើននៅប្រទេសមីយ៉ាន់ម៉ានៅប្រទេសផ្សេងទៀតដែលកំពុងតស៊ូដើម្បីបញ្ឈប់អំណាចផ្ដាច់ការនេះអញ្ចឹងបើសិនជាយើងមិនភ្ញាក់ទេគ្មានអ្នកណាអាចមកសង្គ្រោះជាតិសាសន៍ដ៏កំសត់របស់យើងទេអញ្ចឹងយើងត្រូវតែបន្តដំណើរនេះហើយទោះបីជាមានការលំបាកក៏ដោយយើងត្រូវភ្ញាក់ឡើងហើយសាររបស់ខ្ញុំក៏ពិតបងទាំង5នាក់គឺពួកគាត់មានភាពរឹងមាំមានគេហៅថាមនសិការគ្រប់គ្រាន់ណាគាត់ធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ2020ម្ដងហើយមកដល់ឆ្នាំ2024គេចាប់ដាក់ទោសម្ដងទៀតតែហើយក៏មានអ្នកដែលទៅគេហៅថារកគួនឬក៏គេហៅថាទៅបញ្ចុះបញ្ចូលឲ្យសុំទោសឬក៏ហ្នឹងហើយពួកគាត់អាចសុំទោសថ្ងៃនេះបានចេញថ្ងៃស្អែកក៏បានដែរប៉ុន្តែពួកគាត់មិនធ្វើទេព្រោះនេះគឺជាសារសំខាន់សម្រាប់ខ្ញុំក៏ដូចជាយុវជនខ្មែរផ្សេងទៀតឲ្យមើលឧទាហរណ៍នេះជាគំរូហើយត្រូវដើរទៅតាមគេហៅថាឧទាហរណ៍នេះដើម្បីជួយសង្គ្រោះជាតិសាសន៍យើងហើយទៅកាន់ក្រុមគ្រួសារគឺខ្ញុំពិតជាខ្ញុំគ្រាន់តែចង់បញ្ជាក់អីមួយដែលខ្ញុំឈឺចាប់មែនតើគឺបន្ទាប់ពី 2-3 សប្តាហ៍ក្រោយដែលគេដាក់ទោសក្រោយដែលសាលដីកាត្រូវបាន
សាក្រមសំទោសសាក្រមត្រូវបានប្រកាសគឺបងស្រីប៉ាត់រស្មីគឺបានទៅលេងបងធនរដ្ឋាប៉ុន្តែពេលទៅដល់ដែលយើងត្រូវធ្វើដំណើរឆ្ងាយមែនតើណាពេលទៅដល់ហ្នឹងគឺខាងគេហៅថានៅអាជ្ញាធរនៅពន្ធនាគារមិនអោយគាត់ចូលដោយសារគាត់ខ្វះឯកសារអីអាហ្នឹងជារឿងមួយដែលអ្នកចាប់ពួកគាត់ដាក់ពន្ធនាគារគឺជារឿងរំលោភសិទ្ធិធ្ងន់ធ្ងរណាស់ទៅហើយអ្នកបានដាក់ទណ្ឌកម្មមិនអោយគេជួបជុំគ្រួសារហ្នឹងគឺជារឿងដែលធ្ងន់ធ្ងរទៀតទៅហើយអញ្ចឹងនៅពេលដែលគេហៅថាគេចេញលទ្ធផលថាមិនអោយពួកគាត់នៅក្រៅឃុំទេកាលពីថ្ងៃទី1ធ្នូហ្នឹងគឺខ្ញុំគិតថានៅពេលដែលចេញសាលក្រមភ្លាមចេញពីសាលាដំបងខាងក្រុមមេធាវីគឺបានគេហៅថាដាក់បណ្ដឹងទៅសាលាអូតូប៉ុន្តែឡើងជាង1ឆ្នាំហើយគឺมันមានការជំនុំជម្រះលើបណ្ដឹងអូតូនោះទេអញ្ចឹងនៅពេលដែលសុំសំណើពីមេធាវីសុំស្នើឲ្យមានការជំនុំជម្រះលើសំណើសុំដោះលែងបែរជាថាវាខុសនឹងនីតិវិធីច្បាប់ទាំងដែលតុលាការខ្លួនឯងផ្ទាល់មិនបានគោរពតាមនីតិវិធីច្បាប់ទេអ្នកកំពុងតែរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមែនទែននៅពេលដែលសាលាឧទ្ធរខ្លួនឯងគឺបានបញ្ជាការជំនុំជម្រះទៅលើបណ្ដឹងអូតូហ្នឹងជិត1ឆ្នាំហើយអញ្ចឹងគឺខ្ញុំគិតថារឿងនេះគឺជាការឈឺចាប់មួយដែលយើងជាប្រជាពលរដ្ឋសាមញ្ញត្រូវបានគេប្រើប្រាស់ច្បាប់គឺជាគេហៅថាអាវុធដើម្បីគេហៅថារត់ត្បិតហើយនឹងគម្រាមគ្រប់បែបយ៉ាងហើយប្រើប្រាស់ច្បាប់ហ្នឹងមកថាយើងខុសនឹងនីតិវិធីទៀតដូច្នេះខ្ញុំគិតថាมันមានអីច្រើនទេបងក្រៅតែពីយើងតស៊ូទៅមុខទៀតហើយយុវជនខ្មែរត្រូវតែងើបឡើងភ្ញាក់ឡើងដូចអាវអាសានៅក្នុងអាវយឺតហ្នឹងភ្ញាក់ឡើងដើម្បីយើងចូលរួមប្រើប្រាស់សមត្ថភាពរបស់យើងចូលរួមនៅក្នុងការជួយសង្គ្រោះអ្នកទោសមនសិការទាំង5អ្នកក៏ដូចជាអ្នកផ្សេងដែរមកដល់ឥឡូវគឺជាង100អ្នកជិត100អ្នកហើយដែលតាមរយៈលីកាដូតាមអ្នកទោសមនសិការជិត100អ្នកហើយដែលពួកគាត់ប្រើប្រាស់សិទ្ធិហើយត្រូវបានគេដាក់ទោសយ៉ាងអយុត្តិធម៌ដូច្នេះខ្ញុំគិតថានេះគឺជាការឈឺចាប់មួយដែលយើងត្រូវឈឺចាប់ហើយមិនឲ្យប្រវត្តិសាស្ត្រនឹងច្រំដាលបានទេក្នុងនាមជាយុវជនដែលត្រូវងើបចូលឡើងកុំឲ្យមានការពង្វក់ពីរដ្ឋអំណាចច្រើនពេកអាហ្នឹងគឺជាសារទៅកាន់យុវជនងើបឡើងហើយក៏ត្រូវចូលរួមធ្វើអ្វីដែលពិតជាមានផលប្រយោជន៍ជីវិតជាមានដល់អ្នករងគ្រោះទាំងអស់ហ្នឹងចាអរគុណបងចាសំណួរចុងក្រោយលីសាតើលីសានឹងវិលទៅស្រុកខ្មែរវិញទេឬក៏បើសិនបើគេចង់ឲ្យនៅអឺរ៉ុបដើម្បីសុវត្ថិភាពដើម្បីអីហ្នឹងតើនៅទេឬក៏ត្រឡប់ទៅវិញខ្ញុំនឹងគណៈពេលនេះខ្ញុំនឹងបន្ទាប់ពីចប់បេសកកម្មហើយយើងនឹងត្រឡប់ទៅស្រុកកំណើតធម្មតាទេបងហើយក៏ខ្ញុំស្រឡាញ់ស្រុកកំណើតខ្លួនឯងខ្លាំងមែនតើព្រោះយើងក្នុងមកវ័យនេះគឺខ្ញុំ23ឆ្នាំគឺខ្ញុំមិនទាន់បានរុករកមិនទាន់បានធ្វើដំណើរគេហៅថាទៅកាន់តំបន់ធម្មជាតិជាច្រើនគ្រប់ជ្រុងជ្រោយនៅក្នុងប្រទេសកម្ពុជាអានឹងជារឿងមួយដែលខ្ញុំផ្ដាំទៅយុវជនខ្មែរឲ្យព្យាយាមមានពេលវេលាគឺស្វែងរកស្គាល់ពីប្រជាជនស្គាល់ពីចិត្តសាស្ត្រប្រជាជនយើងស្គាល់ពីទឹកចិត្តប្រជាពលរដ្ឋយើងភូមិសាស្ត្រនៅប្រទេសយើងគឺជារឿងសំខាន់ដែលខ្ញុំនឹងត្រឡប់ទៅវិញហើយបើសិនជាមានបញ្ហាអីគឺយើងនឹងត្រូវតែរកវិធីសាស្ត្រដើម្បីគេហៅថាដោះស្រាយនៅពេលដែលមានបញ្ហាខ្ញុំសង្ឃឹមថានឹងមិនមានការធ្វើទុកបុកម្នេញមកកាន់ខ្ញុំនោះទេខណៈពេលនេះចាអរគុណច្រើនលីសាចាដែលបានផ្ដល់សម្ភារពីដំណើរបេសកកម្មទៅអឺរ៉ុបនឹងផងហើយនឹងទស្សនៈយោបល់ផ្ទាល់ខ្លួនទៅលើរឿងក្តីរបស់ចលនាមេដាធម្មជាតិនឹងផងហើយតែមទាំងបានផ្ដាំផ្ញើទៅដល់ក្រមយុវជនកម្ពុជាយើងនឹងផងថាត្រូវតែរឹងមាំឡើងភ្ញាក់ឡើងចាដូចដែលនៅលើអាវយឺតរបស់លីសាបង្ហាញនឹងចាអរគុណមែនទែនហើយជូនពរឲ្យលីសាចាមានដំណើរដោយសុវត្ថិភាពនិងត្រឡប់ទៅស្រុកខ្មែរវិញដោយសុវត្ថិភាពចាជំរាបលាត្រឹមប៉ុណ្នេះចាសូមអរគុណបងសូមអរគុណបងប្អូនទាំងអស់គ្នាចាលោកនាងកញ្ញាជាទីមេត្រីចាយើងងាកមកព័ត៌មានតាក់ទងនឹងក្តីបារម្ភរបស់ខ្មែរក្រោមថាវៀតណាមនៅតែបន្តពង្រីកអំណាចរបស់ខ្លួនមកលើកម្ពុជាចាថ្មីនេះនៅមុនដំណើរទស្សនកិច្ចមកកម្ពុជារបស់អតីតរដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីរបស់វៀតណាមគឺលោកប៊ុយថាន់សឺន
លោកបានថ្លែងជាសាធារណៈថាលោកនឹងយកទុកលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជាទៅជជែកជាមួយថ្នាក់ដឹកនាំខ្មែរនៅក្នុងសន្និសីទសហប្រតិបត្តិការខេត្តនៅតាមព្រំដែនកម្ពុជាវៀតណាមចាសម្រាប់មនុស្សធម្មតានៅពេលដែលស្ដាប់ឮឃ្លានេះទៅហាក់ដូចជាថាគ្រាន់តែជាសារនយោបាយប្រជាពិធធម្មតាមួយរបស់មេដឹកនាំរដ្ឋមួយដែលបង្ហាញពីការខ្វាយខ្វល់របស់ខ្លួនទៅលើប្រជាពលរដ្ឋរបស់ពួកគេដែលកំពុងតែរស់នៅក្រៅប្រទេសតែនៅក្នុងភ្នែករបស់មហាជនខ្មែរនិងជាពិសេសនៅក្រោមក្រសែភ្នែករបស់ខ្មែរក្រោមឯណោះវិញគឺរឿងនេះមិនមែនជារឿងធម្មតាទេប៉ុន្តែគឺជាសារនយោបាយនិងជាសញ្ញាបង្ហាញថាអំណាចរបស់វៀតណាមនៅតែមានមកលើកម្ពុជាចាសសូមអញ្ជើញលោកអ្នកនាងមកទស្សនាសេចក្តីរាយការណ៍ជាបទវិភាគមួយរបស់លោកថាថៃដូចតទៅស្ទើរតែរាល់ដងពេលដែលមានជំនួបរវាងថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជាភាគីវៀតណាមតែងលើកយកបញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជាឡើងមកនិយាយមុនគេសំណើវៀតណាមសូមឲ្យកម្ពុជាយកចិត្តទុកដាក់មើលថែឬសម្រួលឲ្យពួកគេរស់នៅសុខស្រួលសឹងคล้ายជាមេសុទ្ធរដ្ឋមាត់របស់មន្ត្រីវៀតណាមទៅហើយខាងកម្ពុជាវិញតែងឆ្លើយតបថាកម្ពុជាដំណើរការទៅតាមច្បាប់ផ្ទៃក្នុងគ្រប់គ្រងជនបរទេសរបស់ខ្លួនសំណួរមួយដែលមហាជនខ្មែរមានចម្ងល់នោះគឺថាហេតុអ្វីបានជាវៀតណាមនៅតែលើកយកបញ្ហានេះទៅជជែកម្ដងហើយម្ដងទៀតជាមួយភាគីកម្ពុជាហើយសំខាន់ជាងនេះទៅទៀតនោះពលរដ្ឋឆ្ងល់ថាហេតុអ្វីបានជាខាងកម្ពុជាមិនយកបញ្ហារបស់ខ្មែរក្រមទៅដាក់លើតុជជែកជាមួយវៀតណាមដូចគ្នានេះអាចឆ្លុះបញ្ចាំងពីភាពមិនស្មើមុខស្មើមាត់រវាងកម្ពុជានិងវៀតណាមផងឬអាចថារដ្ឋាភិបាលកម្ពុជាមិនសូវអើពើនឹងសុខទុក្ខរបស់ខ្មែរក្រមតែម្ដងការលើកឡើងរបស់លោកប៊ួយថាញ់សឿនពេលនេះមិនមែនកើតឡើងក្នុងស្ថានភាពមួយដែលគួរមើលរំលងនោះទេគឺវាកើតឡើងពេលដែលព្រះសង្ឃនិងពលរដ្ឋខ្មែរក្រមមួយចំនួនកំពុងរងការគៀបសង្កត់ការបង្ក្រាបសិទ្ធិសេរីភាពការចាប់ខ្លួនពីអាជ្ញាធរវៀតណាមករណីបំបែកវត្តខ្មែរករណីបង្ខំផ្លាស់ប្តូរអត្តសញ្ញាណវប្បធម៌និងគំរាមកំហែងលើសកម្មជនដែលតស៊ូទាមទារសិទ្ធិជាជនជាតិដើមម្ចាស់ស្រុកបើនិយាយឲ្យងាយស្ដាប់វៀតណាមខ្វាយខ្វល់ណាស់ពីជនជាតិវៀតណាមរស់នៅកម្ពុជាតែក្នុងពេលជាមួយគ្នានេះវៀតណាមក៏កំពុងបន្តធ្វើទុកបុកម្នេញដល់ខ្មែរក្រោមដែលរស់នៅលើដែនដីកំណើតរបស់ខ្លួនអ្វីដែលគួរឲ្យសង្វេគបន្ថែមទៀតនោះគឺការស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលកម្ពុជាគេមិនសូវឃើញកម្ពុជាចេញសេចក្តីថ្លែងការណ៍ជាសាធារណៈឬបង្ហាញជំហរច្បាស់លាស់អំពីបញ្ហារបស់ខ្មែរក្រោមឡើយទោះបីមានរបាយការណ៍និងភស្តុតាងជាច្រើនពីអង្គការអន្តរជាតិនិងពីសហគមន៍ខ្មែរក្រោមពីការធ្វើទុកបុកម្នេញពីសំណាក់វៀតណាមទៅលើខ្មែរកម្ពុជាក្រោមក៏ដោយចំណុចនេះហើយដែលធ្វើឲ្យមហាជនខ្លះនិយាយចំថារដ្ឋាភិបាលខ្មែរខ្លាចវៀតណាមមួយចំនួនទៀតវិញគេមើលឃើញថារដ្ឋាភិបាលកំពុងការពារផលប្រយោជន៍វៀតណាមច្រើនជាងការពារខ្មែរក្រោមនិងអត្ថប្រយោជន៍ជាតិផ្ទាល់ខ្លួនយើងក៏មិនអាចមើលរំលងទូនាទីសមាគមខ្មែរវៀតណាមនៅកម្ពុជាដែរសមាគមនេះត្រូវបានចុះបញ្ជីផ្លូវការរួមមានសាខានៅគ្រប់រាជធានីខេត្តនិងអះអាងថាមានបេសកកម្មផ្ដល់ការគាំទ្រផ្នែកស្មារតីនិងសម្ភារៈដល់ជនជាតិវៀតណាមនិងខ្មែរដើមកំណើតវៀតណាមពួកគេក៏រៀបចំបណ្ដុះបណ្ដាលភាសាវៀតណាមដល់កូនចៅក្នុងសហគមន៍ផងដែរលើកក្រដាស់វាហាក់ដូចជាការងារសប្បុរសធម៌ប៉ុន្តែបើមើលពីទស្សនវិស័យនយោបាយវាហាក់ដូចជាបណ្ដាញអំណាចមួយដែលរដ្ឋវៀតណាមប្រើដើម្បីផ្សារភ្ជាប់សហគមន៍វៀតណាមនៅកម្ពុជាទៅនឹងឥទ្ធិពលរបស់រដ្ឋាភិបាលវៀតណាមអ្នកវិភាគជាច្រើនភ្ជាប់សកម្មភាពនេះទៅនឹងយុទ្ធសាស្ត្រមួយរបស់វៀតណាមគឺរះទៅមុនរត់ទៅពីក្រោយដែលមានន័យថាជនជាតិវៀតណាមចេញទៅតាំងទីលំនៅនៅបរទេសមុនរួចរដ្ឋាភិបាលចេញមុខទៅគាំពារពីក្រោយអ្វីដែលគួរឲ្យគិតពិចារណាទៀតនោះគឺភាពខុសគ្នារវាងជនជាតិវៀតណាមនៅកម្ពុជានិងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមនៅកម្ពុជាជនជាតិវៀតណាមមានសមាគមផ្លូវការក្នុងការធ្វើជាតំណាងនិងការពារផលប្រយោជន៍ខ្លួនតែទឹកដីកម្ពុជាក្រោមវិញខ្មែរក្រោមមិនអាចបង្កើតសមាគមស្របច្បាប់ដើម្បីការពារអត្ថប្រយោជន៍ជាតិនិងវប្បធម៌របស់ខ្លួនបានឡើយនិយាយឲ្យចំគឺជនជាតិវៀតណាមនៅកម្ពុជាមានរដ្ឋខ្លួនឯងឈរនៅពីក្រោយឯខ្មែរក្រោមវិញរស់នៅឯកាគ្មានទីពឹងមួយវិញទៀតវៀតណាមហាក់នៅតែចាត់ទុកខ្លួនឯងថាជាបងធំរបស់កម្ពុជានិងជាអ្នកដែលមានគុណចំពោះគណៈបកប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃទី7មករា1979មកទោះបីសពថ្ងៃកម្ពុជាហាក់ជិតស្និទ្ធនឹងមិត្តចិនកាន់តែច្រើនក៏ដោយក៏ថ្នាក់ដឹកនាំកម្ពុជាមិនសូវហ៊ានចេញប្រតិកម្មរឹងមាំចំពោះវៀតណាមឡើយជាពិសេសពេលបញ្ហាខ្មែរក្រោមត្រូវបានលើកឡើងគឺប្រការនេះហើយ
ដែលមហាជននៅតែចោទថាបើទោះបីជារដ្ឋាភិបាលដែលវៀតណាមធ្លាប់លើកបន្ទប់រកមិត្តថ្មីបានក៏ដោយក៏មិត្តអានអែមវៀតណាមនឹងនៅតែអាចបន្តបញ្ជាខ្មែរបានរាល់ពេលវៀតណាមត្រូវដោះលែងពលរដ្ឋខ្មែរទាំងជាក្រុមឲ្យមានសេរីភាពផ្នែកមួយទៀតដែលមិនអាចមើលរំលងគឺសំណើរបស់ខ្មែរក្រមមកកាន់រដ្ឋាភិបាលកម្ពុជាពួកគេតែងស្នើឲ្យរដ្ឋាភិបាលកម្ពុជាគាំទ្រក្នុងការសម្រួលឯកសាររស់នៅស្របច្បាប់ការពីខ្មែរក្រមដែលកាន់លិខិតឆ្លងដែនកម្ពុជាពេលទៅលេងស្រុកកំណើតហើយត្រូវរងទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមពួកគេចង់ឃើញអង្គការសមាគមខ្មែរកម្ពុជាក្រមនៅកម្ពុជាធ្វើការងារដោយគ្មានការរារាំងនិងវៀតណាមត្រូវតែគោរពសិទ្ធិសេរីភាពខ្មែរក្រមថាជាជនជាតិដើមម្ចាស់ស្រុកប៉ុន្តែជាញឹកញាប់សំណើទាំងនេះហាក់កប់បាត់មិនដែលត្រូវបានលើកយកមកដោះស្រាយឡើយកន្លងទៅមិនសូវឃើញមានព័ត៌មានណាចុះផ្សាយអំពីរដ្ឋាភិបាលកម្ពុជាធ្លាប់បាននាំបញ្ហាទាំងនេះទៅជជែកជាមួយវៀតណាមឬអត់នោះទេគឺហេតុនេះហើយបានជាខ្មែរក្រមមួយចំនួនបាត់ទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជាជាងនេះទៅទៀតមួយចំនួនរិះគន់ថារាជាណាចក្រកម្ពុជាកំពុងការពារផលប្រយោជន៍វៀតណាមច្រើនជាងការពារខ្មែរក្រមនិងផលប្រយោជន៍របស់ខ្លួននៅពេលដែលរដ្ឋាភិបាលវៀតណាមខំបំពងសម្លេងការពារជនជាតិវៀតណាមនៅកម្ពុជារដ្ឋាភិបាលកម្ពុជាហាក់ខំបំបត្តិសម្លេងខ្មែរក្រមទៅវិញក៏ប៉ុន្តែយ៉ាងណាក៏ដោយកត្តាសំខាន់ដែលគូពិនិត្យមើលនាពេលនេះថាតើការលើកឡើងជាញឹកញាប់អំពីជនជាតិវៀតណាមនៅកម្ពុជាជាការខ្វាយខ្វល់ពិតប្រាកដពីរដ្ឋវៀតណាមឬក៏ជាយុទ្ធសាស្ត្រដាក់សម្ពាធទៅលើកម្ពុជាក្នុងនាមជាបងធំសម្រាប់កម្ពុជាឱកាសមិនទាន់ផុតទេរដ្ឋាភិបាលកម្ពុជានៅអាចបង្ហាញជំហររឹងមាំថាទំនាក់ទំនងជាមួយវៀតណាមគូតែស្មើមុខស្មើមាត់មិនមែនក្នុងឋានៈជាបងធំបងតូចនោះឡើយការយកចិត្តទុកដាក់ខ្មែរក្រមទាំងនៅកម្ពុជានិងនៅកម្ពុជាក្រោមវាគឺជាកាតព្វកិច្ចរដ្ឋមិនមែនជាបញ្ហារបៀបវារៈនយោបាយប៉ុណ្ណោះទេរដ្ឋាភិបាលកម្ពុជាអាចស្ដារទំនុកចិត្តពីមហាជនខ្មែរតាមរយៈសកម្មភាពនិងទង្វើជាក់ស្ដែងមិនមែនត្រឹមតែជាសារនយោបាយខ្យល់នោះឡើយរដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរច្បាស់លាស់ថាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពៀសំណួរដែលខ្មែរក្រមនិងខ្មែរទូទៅកំពុងរងចាំចម្លើយគឺថាតើថ្ងៃណាទើបរដ្ឋាភិបាលខ្មែរគោរពរដ្ឋធម្មនុញ្ញហើយហ៊ានចេញមុខឈរនៅពីក្រោយខ្មែរក្រមដោយដែលរដ្ឋវៀតណាមកំពុងឈរនៅពីក្រោយជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជានោះកម្ពុជាក្រមបាត់តាំងពីខ្ញុំមិនតាន់កើតអាពុកខ្ញុំមិនតាន់កើតរឿងអីមកឲ្យខ្ញុំទៅយកខ្ញុំថាថៃពីទីក្រុងមែលប៊នណាបកែសូមអញ្ជើញទៅហើយខ្ញុំជួយក្នុងការធ្វើក្តារមឈូសនិងជួយកប់ខ្វាយឲ្យចាលោកអ្នកនាងជាទីមេត្រីចាយ៉ាងក្រោយពេលដែលស្ដាប់បទវិភាគរបស់លោកថាថៃនេះគឺនៅតែបង្ហាញថាមេដឹកនាំខ្មែរគឺខ្លាំងបានជាមួយខ្មែរគ្នាឯងហើយចំពោះជាមួយនឹងបរទេសវិញគឺយើងដូចជាស្ងៀមស្ងាត់មិនហ៊ានតតាំងមិនហ៊ានចេញមុខអីទេហើយខ្មែរក្រមនៅតែចោទសួរដដែលចាជាច្រើនឆ្នាំចាទសវត្សរ៍មកហើយចាថាតើពេលណាថ្ងៃណាដែលរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួនចាជាប្រទេសដើមកំណើតរបស់ខ្លួនពិតប្រាកដនោះនឹងយកចិត្តទុកដាក់ពីការរស់នៅរបស់ពួកគាត់ពីទុក្ខលំបាករបស់ពួកគាត់ហើយសំណួរនេះចានៅតែបន្តសួរនៅតែមិនទាន់មានចម្លើយនៅឡើយចាលោកនាងជាទីមេត្រីយើងងាកមកព័ត៌មានតកតងនឹងរឿងរ៉ាវអ្នកដែលជាអតិថិជនរបស់ក្រុមហ៊ុន Hui Won Pay វិញម្ដងចាអ្នកដែលជាអតិថិជនរបស់ Hui Won Pay នៅពេលនេះចាមួយចំនួនគឺគាត់លើកឡើងថាពួកគាត់ជួបការលំបាកនៅក្នុងការទៅដកប្រាក់ដោយសារតែក្រុមហ៊ុននេះបានត្រូវធនាគារជាតិនៃកម្ពុជាដកអាជ្ញាប័ណ្ណទៅហើយចាករណីនេះអ្នកឃ្លាំមើលលើកឡើងថាធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុន Hui Won Pay របស់លោកហ៊ុនតូគឺជាអ្នកដែលទទួលខុសត្រូវទាំងស្រុងទៅលើបញ្ហាអតិថិជនដកប្រាក់មិនបាននិងបញ្ហាផ្លូវច្បាប់នានាអ្នកឃ្លាំមើលក៏បានចោទប្រកាន់ទៅធនាគារជាតិនៃកម្ពុជាថាគឺជាអ្នកដែលការពារឲ្យក្រុមហ៊ុនរបស់លោកហ៊ុនតូដែរដោយសារតែគ្មានចំណាត់ការស៊ើបអង្កេតនិងបង្ក្រាបអ្នកពាក់ព័ន្ធនៅក្រៅពេលដែលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Hui Won Pay នេះត្រូវបានធនាគារជាតិ
ដកទុកនោះចាសសូមអញ្ជើញលោកអ្នកនាងចាំមកស្ដាប់សេចក្តីរាយការណ៍មួយទៀតរបស់លោកសេកបណ្ឌិតអំពីរឿងនេះ អ្នកខ្លំមើលវាតម្លៃចំពោះហានិភ័យចរន្តសេដ្ឋកិច្ចជាតិឋាននឹងបង្កលក្ខណៈកាន់តែអាក្រក់ដោយសារតែធនាគារជាតិនៃកម្ពុជានិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនៅតែបណ្តែតបណ្ដោយឲ្យក្រុមហ៊ុន Huiwan Pay មានវត្តមាននិងបន្តប្រតិបត្តិការសាច់ប្រាក់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារឲ្យទៅក្រុមអ ுக ្រិតជនប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រីមូសុខហួរប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែធ្នូថាធនាគារជាតិនៃកម្ពុជាដែលមានអ្នកដឹកនាំគ្រួសារបកពុនិយមមិនខុសពីក្រុមគ្រួសារត្រកូលហ៊ុននោះគឺមិនបានរួមចំណែកជួយឲ្យប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាល្អប្រសើរនិងពិនិត្យឲ្យល្អិតល្អន់លើការប្រតិបត្តិការសាច់ប្រាក់កខ្វក់របស់ក្រុមហ៊ុន Huiwan Pay របស់លោកហ៊ុនតូនោះឡើយ ធនាគារជាតិកម្ពុជាដឹកនាំជាមួយនឹងរកហ៊ុននេះមិនធ្វើអ្វីជូនប្រទេសជាតិទេពលរដ្ឋត្រូវតែតាំងចិត្តយើងឈប់លើកដៃអង្វរសំពះរោគសន្តិភាពคล้ายសន្តិភាពคล้ายនេះវាស៊ីប្រព័ន្ធជាតិយើងទាំងអស់គណៈបព្វជិជនកម្ពុជាអំណាចរបស់លោកហ៊ុនសែនអំណាចនៃត្រកូលហ៊ុនទាំងអស់ហ្នឹងវាពាក់ព័ន្ធនឹងជីនជីនិងលុយក្រខ្វក់ប្រព័ន្ធអនឡាញហើយមួយទៀតទ្រព្យសម្បត្តិដែលគេមានយ៉ាងមហាសាលនេះគេអត់មានការអៀនខ្មាស់អីមកតិចនៅក្នុងការបញ្ចេញហឺហាឲ្យប្រជាពលរដ្ឋលោកឃើញទេប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី3ខែធ្នូបានចេញសេចក្តីប្រកាសព័ត៌មានពីការដកអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន Huiwan Pay និងបានបញ្ជាក់ពីការបំពេញកាតព្វកិច្ចជំរះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ជាស្ថាពរដោយយោងតាមសេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្មកាលពីខែមិថុនាឆ្នាំ2025ក្នុងន័យនេះធនាគារជាតិនៃកម្ពុជាបញ្ជាក់ថារាល់កាតព្វកិច្ចទូទាត់ដល់ម្ចាស់បំណុលដែលក្នុងនោះរួមមានអតិថិជនរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់ប្រាក់ Huiwan Pay ត្រូវបានបំពេញរួចរាល់ស្របតាមច្បាប់ក្រៅពីនេះធនាគារជាតិក៏បានការរំលឹកដល់សាធារណជនឲ្យប្រុងប្រយ័ត្នចំពោះហានិភ័យលើការវិនិយោគក្នុងសេវាកម្ម Crypto ដោយសារតែមកដល់ពេលនេះធនាគារជាតិកម្ពុជាអះអាងថាមិនបានផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានហិរញ្ញវត្ថុណាមួយឡើយនៅកម្ពុជាធនាគារជាតិនៃកម្ពុជាធ្លាប់អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីចំពោះការដកអាជ្ញាប័ណ្ណប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន Huiwan Pay របស់លោកហ៊ុនតូកាលពីខែមីនាឆ្នាំ2025ដោយបញ្ជាក់ថាក្រុមហ៊ុនមួយនេះមិនបានគោរពតាមអនុលោមតាមបទដ្ឋានបញ្ញត្តិនិងអនុសាសន៍ដែលមានស្រាប់របស់នាយកករនៃធនាគារជាតិកម្ពុជាប៉ុន្តែទោះបីជាមានការដកអាជ្ញាប័ណ្ណក៏ដោយក៏ក្រុមហ៊ុន Huiwan Pay នៅតែបន្តប្រតិបត្តិការទូទាត់សងប្រាក់ឬទទួលប្រាក់ពីសាធារណជនតាមប្រព័ន្ធកម្មវិធីទូទាត់នៅលើប្រព័ន្ធអនឡាញលោកស្រីមូសុខហួរបញ្ជាក់ថាធនាគារជាតិនៃកម្ពុជាគឺបានដឹងច្បាស់ពីភាពមិនប្រក្រតីនៃដំណើរការខុសច្បាប់របស់ក្រុមហ៊ុន Huiwan Pay របស់លោកហ៊ុនតូអ្នកស្រីបន្ថែមទៀតថាការដែលធនាគារជាតិនៃកម្ពុជាគ្មានយន្តការច្បាស់លាស់ក្នុងការតាមដាននិងបង្ក្រាបអ្នកពាក់ព័ន្ធនៃក្រុមហ៊ុនបន្តដំណើរការដែលខ្លួនបានដកអាជ្ញាប័ណ្ណនោះស្មើនឹងការពារឲ្យក្រុមហ៊ុនលោកហ៊ុនតូអាចនៅតែបន្តមានដំណើរការប្រតិបត្តិការលាងលុយកខ្វក់ឲ្យក្រុមអ ுக ្រិតជនអ្នកស្រីមូសុខហួរពន្យល់ថាក្រុមហ៊ុន Huiwan Pay ក៏ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រកាសបិទសេវាកម្មនិងការបង្កកការដកប្រាក់របស់អតិថិជនព្រោះករណីនេះជាការបំពានលើកាតព្វកិច្ចជាចម្បងរបស់ខ្លួនក្នុងការធានាដល់ប្រតិបត្តិការនិងការដកប្រាក់សេវាកម្មពីក្រុមហ៊ុនធនាគារជាតិយើងចាត់វិធានការជាបន្ទាន់មិនត្រឹមតែដកអាជ្ញាប័ណ្ណដកហើយក៏ប៉ុន្តែចាត់វិធានការចូលទៅដល់តុលាការប្រទេសជាតិយើងអត់មានសង្ឃឹមទេក៏ប៉ុន្តែផ្ដល់កិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជាពិសេសជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងអង់គ្លេសហើយត្រូវតែខាត់ប្រធានក្រុមហ៊ុននឹងជាបន្ទាន់គឺលោកហ៊ុនតូបង្ហាញឲ្យឃើញថាលោកហ៊ុនម៉ាណែតមានសមត្ថភាពមានភាពអង្អាចមានការទទួលខុសត្រូវនៅចំពោះប្រទេសជាតិយើងទូរទស្សន៍អាស៊ីសេរីនៅមិនទាន់អាចតាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រីជាសេរីនិងក្មួយប្រុសរបស់លោកហ៊ុនសែនដែលជាសហប្រធានក្រុមហ៊ុន Huiwan Pay គឺលោកហ៊ុនតូដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេរហូតមកទល់នឹងពេលនេះក្រុមហ៊ុន Huiwan Pay គឺជាផ្នែកមួយនៃក្រុមហ៊ុន Huiwan Group
មានកម្មវិធីទីផ្សារនិងភ្នាក់ងារទូទាត់លុយតាមអនឡាញនិងមានក្មួយបង្កើតប្រធានគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនគឺលោកហ៊ុនតូជាសហប្រធាននៃក្រុមហ៊ុននេះក្រសួងរដ្ឋាភិបាលអាមេរិកកាលពីខែតុលាកន្លងទៅបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន Huawei Pay Group ដោយអាមេរិកបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកក្រសួងរដ្ឋាភិបាលអាមេរិករកឃើញថាចាប់តាំងពីខែសីហាឆ្នាំ2021មកក្រុមហ៊ុន Huawei Pay របស់លោកហ៊ុនតូនិងបណ្ដាញក្រុមហ៊ុនជាបុតសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួនយ៉ាងតិច$4,000 លានឲ្យក្រុមឧក្រិដ្ឋជនចោរបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងជើងនិងក្រុមឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ក្រៅពីរដ្ឋាភិបាលអាមេរិកចក្រភពអង់គ្លេសនិងប្រទេសកូរ៉េខាងត្បូងក៏បានដាក់ក្រុមហ៊ុន Huawei Group និងក្រុមបុតសម្ព័ន្ធផ្សេងទៀតចូលក្នុងបញ្ជីខ្មៅដោយបារម្ភពីការធ្វើការប្រតិបត្តិការលាងលុយកខ្វក់ក្រោយរងទណ្ឌកម្មអន្តរជាតិជាបន្តមកនេះក្រុមហ៊ុន Huawei Pay បានប្រកាសកាលពីថ្ងៃទី1ខែធ្នូចំពោះការផ្អាកសេវាកម្មបណ្ដោះអាសន្ននិងការវិនិយោគសេវាកម្មទាំងអស់របស់ក្រុមហ៊ុនចាប់ពីថ្ងៃទី1ខែធ្នូឆ្នាំ2025ដល់ថ្ងៃទី5ខែមករាឆ្នាំ2026មកទល់នឹងពេលនេះក្រុមហ៊ុន Huawei Pay បានរុះរើស្លាកយីហោទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញរីឯអតិថិជនរាប់រយនាក់ដែលមានលុយរាប់ពាន់$ក្នុងកម្មវិធី Huawei Pay ក៏ត្រូវបានក្រុមហ៊ុនបង្កកដកបានក្រុមហ៊ុនបានពន្យល់ពីការទូទាត់លុយដល់អតិថិជនមិនអាចទាន់ពេលវេលាដោយសារតែប្រតិបត្តិការទីផ្សារខាងក្រៅធ្វើប្រតិបត្តិការពិបាកនិងបានស្នើឲ្យអតិថិជនដកប្រាក់បន្តិចម្ដងឬដកប្រាក់ក្នុងរយៈពេលវែងប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រីមូសុហួរលើកឡើងថាការបរាជ័យរបស់ក្រុមហ៊ុនលោកហ៊ុនតូក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់និងការបង្កកការដកប្រាក់របស់អតិថិជនគឺបណ្ដាលមកពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិដោយសារតែសកម្មភាពប្រតិបត្តិការខុសច្បាប់របស់ខ្លួនអ្នកស្រីឲ្យដឹងទៀតថាគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅប្រទេសអង់គ្លេសកំពុងមានកិច្ចសហប្រតិបត្តិការចំណាត់ការម៉ឺងម៉ាត់ជាមួយនឹងរដ្ឋាភិបាលដើម្បីបញ្ជាក្រុមហ៊ុនលោកហ៊ុនតូប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេអ្នកស្រីក៏លើកទឹកចិត្តដល់អ្នកដែលរងគ្រោះពីក្រុមហ៊ុន Huawei Pay ឲ្យដាក់ពាក្យបណ្ដឹងជាលក្ខណៈអន្តរជាតិនៅតាមបណ្ដាស្ថានទូតនៃប្រទេសដែលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei Pay អ្នកស្រីយល់ថានេះគឺជាមធ្យោបាយក្នុងការផ្ដល់ភស្តុតាងកាន់តែរឹងមាំឲ្យអន្តរជាតិអាចបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនលោកហ៊ុនតូដែលប្រតិបត្តិការអំពើលាងលុយកខ្វក់ដល់ក្រុមឧក្រិដ្ឋជនហើយក៏អាចបង្ហាញពីភាពបរាជ័យរបស់ធនាគារជាតិកម្ពុជានិងស្ថាប័នពាក់ព័ន្ធមិនមានចំណាត់ការផ្លូវច្បាប់ណាមួយលើអ្នកដែលពាក់ព័ន្ធខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងកញ្ញាជាទីមេត្រីយើងងាកទៅព័ត៌មានតាក់ទងនឹងនយោបាយគណៈបកនយោបាយនៅក្នុងស្រុកវិញម្ដងចាគណៈបកនយោបាយសម្រាប់ឆ្នាំ2025និងឆ្នាំ2026ខាងមុខនេះចាគឺជាពេលវេលាដែលគណៈបកនយោបាយត្រៀមខ្លួនសម្រាប់ចូលរួមការបោះឆ្នោតនៅក្នុងឆ្នាំ2027ចានៅក្នុងនោះចាគណៈបកកម្លាំងជាតិក៏កំពុងតែត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខនោះដែរក៏ប៉ុន្តែម្ដងហើយម្ដងទៀតគណៈបកនេះកំពុងតែជួបបញ្ហាផ្លូវច្បាប់ចាស់ដែលក្រសួងមហាផ្ទៃបានលើកឡើងម្ដងហើយម្ដងទៀតចាក្នុងនោះគឺគណៈបកកម្លាំងជាតិបានស្នើឲ្យក្រសួងមហាផ្ទៃទទួលស្គាល់សមាជរបស់ខ្លួនបន្ទាប់ពីសមាជគណៈបកកម្លាំងជាតិនេះចាចំនួន2លើកសុទ្ធតែត្រូវបានក្រសួងមហាផ្ទៃបដិសេធចោលថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកកម្លាំងជាតិអះអាងថាការសម្រេចរបស់ក្រសួងមហាផ្ទៃមិនត្រឹមត្រូវតាមច្បាប់គណៈបកនយោបាយនិងរដ្ឋធម្មនុញ្ញចាមន្ត្រីអង្គការសង្គមស៊ីវិលថាគណៈបកកាន់អំណាចមានចេតនានៅក្នុងការរាំងខ្ទប់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យព្រោះនៅខ្លាចស្រមោលរបស់គណៈបកសង្គ្រោះជាតិចាលោកថាថៃមានសេចក្តីរាយការណ៍មួយទៀតអំពីរឿងនេះជូនលោកអ្នកនាងគណៈបកកម្លាំងជាតិបានរៀបចំសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី4ខែធ្នូដើម្បីឆ្លើយតបនឹងក្រសួងមហាផ្ទៃដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលសមាជរបស់គណៈបកនេះចំនួន2លើកនាពេលកន្លងមកទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនអនុប្រធានគណៈបកលោកជាមនីនិងអគ្គនាយករដ្ឋបាលគណៈបកលោកផុនសុភាបានរិះគន់ស្តង់ដារអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃដែលបានច្រានចោលជាលើកទី
នៅលទ្ធផលសមាជរបស់គណៈបកនេះទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនរិះគន់ថាក្រសួងមហាផ្ទៃប្រើពេលរហូតដល់7ខែដើម្បីបញ្ជាក់អំពីលទ្ធផលសមាជរបស់គណៈបកកម្លាំងជាតិលោកថាកាលពីថ្ងៃទី3ខែធ្នូគណៈបកកម្លាំងជាតិបានសរសេរលិខិតទៅក្រសួងមហាផ្ទៃវិញហើយដើម្បីស្នើឲ្យពិនិត្យឡើងវិញនូវការសម្រេចចិត្តបដិសេធរបស់ក្រសួងលិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី25ខែវិច្ឆិកាឲ្យដឹងថាលទ្ធផលសមាជរបស់គណៈបកកម្លាំងជាតិខុសបញ្ញត្តិមាត្រា18ថ្មីនៃច្បាប់គណៈបកនយោបាយពីព្រោះឃើញមានសមាជិកគណៈកម្មការនយោបាយមួយចំនួនកំពុងស្ថិតនៅក្នុងនីតិវិធីតុលាការនៅឡើយទោះជាយ៉ាងណាលោករងឈុនអះអាងថាសមាជគណៈបកកម្លាំងជាតិមិនផ្ទុយនឹងខ្លឹមសារមាត្រា18ថ្មីនៃច្បាប់គណៈបកនយោបាយឡើយលោកថាក្រសួងមហាផ្ទៃគូណាស់ជូនដំណឹងឲ្យគណៈបកកម្លាំងជាតិកែតម្រូវលើចំណុចដែលក្រសួងមើលឃើញខុសគឺពុំមែនទុកពេលដល់យូរឆ្លើយតបហើយបដិសេធបែបនេះនោះទេយ៉ាងហោចក្រសួងមហាផ្ទៃគួរតែឆ្លើយតបក្នុងរយៈពេលសមរម្យដើម្បីឲ្យគណៈបករៀបចំឡើងវិញឬក៏ក្រសួងមហាផ្ទៃសូមឲ្យគណៈបកធ្វើការកែតម្រូវឬក៏អ្នកដែលជាប់ពាក់ព័ន្ធជាមួយគ្នានេះអគ្គនាយករដ្ឋបាលនៃគណៈបកកម្លាំងជាតិលោកផុនសុភាស្នើឲ្យក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជរបស់គណៈបកកម្លាំងជាតិលោកលើកហេតុផលថាមាត្រា18ថ្មីនៃច្បាប់គណៈបកនយោបាយសម្ដៅដល់ការបាត់បង់សិទ្ធិសមាជិកភាពនិងទូនាទីដោយស្វ័យប្រវត្តិពីគណៈបកនយោបាយចំពោះបុគ្គលដែលមានទោសក៏ប៉ុន្តែមិនមែនសម្រាប់ខ្ទាស់សមាជរបស់គណៈបកនយោបាយទេលោកបញ្យល់ដែរថានៅពេលដែលគណៈបកកម្លាំងជាតិធ្វើសមាជគណៈបកដែលជាប់ក្តីក្តាំមួយចំនួនក៏មិនទាន់ត្រូវបានតុលាការកាត់ទោសដែរដូច្នេះពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាបុគ្គលគ្មានទោសដោយយោងតាមមាត្រា38នៃរដ្ឋធម្មនុញ្ញមាត្រា38នៃរដ្ឋធម្មនុញ្ញចែងថាជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សឥតទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរការដែលក្រសួងមហាផ្ទៃចេញនេះគឺវាផ្ទុយពីស្មារតីនៃមាត្រា18នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់គណៈបកនយោបាយហើយនឹងផ្ទុយពីមាត្រា38នៃរដ្ឋធម្មនុញ្ញគណៈបកកម្លាំងជាតិត្រូវបានបង្កើតឡើងដោយលោកសុនចន្ទធីកាលពីខែមិថុនាឆ្នាំ2023ដែលលោកមានតួនាទីជាប្រធានគណៈបកប្រមាណតែ3ខែក្រោយមកគឺនៅថ្ងៃទី9ខែឧសភាឆ្នាំ2023ដដែលលោកសុនចន្ទធីក៏ត្រូវបានតុលាការចាត់ប្រកាសពីបទញុះញង់បង្កមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបានចាប់ដាក់ក្នុងពន្ធនាគារនៅតំបន់ដាច់ស្រយាលមួយស្ថិតនៅជាប់ជើងភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ជាង6ខែបន្ទាប់គឺនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2024គណៈបកកម្លាំងជាតិបានធ្វើសមាជដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញក្រោយក្រសួងមហាផ្ទៃបដិសេធលទ្ធផលសមាជនេះគណៈបកកម្លាំងជាតិនៅថ្ងៃទី6ខែមេសាឆ្នាំ2025ក៏បានធ្វើសមាជមួយទៀតដើម្បីដោះដូររចនាសម្ព័ន្ធដឹកនាំជាថ្មីក៏ប៉ុន្តែសមាជជាលើកទី2នេះក៏ត្រូវបានក្រសួងមហាផ្ទៃបដិសេធដែរអគ្គនាយករដ្ឋបាលគណៈបកកម្លាំងជាតិលោកផុនសុភានិយាយថាគណៈបកកម្លាំងជាតិមានបំណងជួបតំណាងក្រសួងមហាផ្ទៃដើម្បីជជែកឲ្យបានច្បាស់លាស់អំពីដំណើរការសមាជរបស់គណៈបកកន្លងមកនិងចង់ដឹងថាតើក្រសួងមហាផ្ទៃចង់បានអ្វីឲ្យពិតប្រាកដចូលចំណងក្រសួងមហាផ្ទៃប្រាប់ឲ្យច្បាស់មកបើសិនគាត់ថាមួយចំនួនហ្នឹងតែនរណាខ្លះឈ្មោះអីគាត់មានទោសអីយើងនឹងសួររៀបចំដកឯកជនបេក្ខភាពគាត់ចេញឬក៏រឿងធ្វើឲ្យត្រឹមត្រូវតែនេះ2ដងហើយគឺគាត់បញ្ជាក់មានត្រាថាខុសប៉ុន្តែអ្វីដែលយើងធ្វើយើងពិនិត្យទៅវាអត់មានអីខុសតែដូច្នេះបានយើងដាក់របាយការណ៍អញ្ចឹងសូមឲ្យក្រសួងមហាផ្ទៃដែលជាអ្នកជំនាញបញ្ជាក់ឲ្យច្បាស់មកថាខុសកន្លែងណាខុសអីប្រាប់ឲ្យច្បាស់មកយើងនឹងងាយស្រួលធ្វើការកែតម្រូវទាក់ទងនឹងរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោកសង្សានករណាប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ធ្នូថាហេតុផលរបស់ក្រសួងមហាផ្ទៃគឺជាចេតនាបន្តិចបង្អាក់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យលោកយល់ថាគណៈបកកណ្ដាលអំណាចនៅតែខ្លាចស្រមោលគណៈបកកម្លាំងជាតិនៅឡើយដូច្នេះហើយបានប្រើគ្រប់ល្បិចកលដើម្បីរាំងខ្ទប់គណៈបកនយោបាយដែលមានកម្លាំងប្រកួតប្រជែងដោយសារតែគណៈបកកណ្ដាលអំណាចរបស់ហ្នឹងគឺមានការភ័យខ្លាចក្នុងការបើកលំហឲ្យមានសេរីភាពហ្នឹងពីព្រោះថាធ្លាប់ឆ្លងកាត់កន្លងមកគឺប្រឈមជាមួយនឹងគណៈបកដ៏ធំមួយគឺគណៈបកសង្គ្រោះជាតិស្ទើរតែនឹងត្រូវបានគណៈបកសង្គ្រោះជាតិបានឈ្នះអាសនៈនឹងកាន់កាប់ប្រទេសទៅហើយទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនបានថ្លែងប្រាប់អ្នកគាំទ្រថាការបដិសេធរបស់ក្រសួងមហាផ្ទៃមិនមែនជាឧបសគ្គនោះទេពីព្រោះគណៈបកកម្លាំងជាតិជាគណៈបកនយោបាយដែលក្រសួងមហាផ្ទៃបានទទួលស្គាល់រួចហើយលោកបន្ថែមថាបើការតវ៉ាលើកនេះតាក់ទងនឹងសមាជគណៈបកនៅតែមិនបានលទ្ធផលវិជ្ជមានគណៈបកកម្លាំងជាតិនឹងធ្វើសមាជជាលើកទី3ដាក់ជូនទៅក្រសួងមហាផ្ទៃជាថ្មីទៀតខ្ញុំថាថៃពីទីក្រុងមែលប៊ន
ចាលោកអ្នកនាងជាទីមេត្រីចាយើងក៏លេខទៅមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលនៅក្នុងខេត្តបាត់ដំបងឯណោះវិញចាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តបាត់ដំបងចាមួយចំនួនចាគឺនៅក្នុងឃុំតាតោកស្រុកសំឡូតចាស្នើឲ្យរដ្ឋាភិបាលលុបចោលគម្រោងអាងស្តុកទឹកឬដូរភូមិសាស្ត្រចេញពីក្នុងឃុំតាតោកវិញពីព្រោះគម្រោងមួយនេះនឹងធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរាប់រយគ្រួសារនិងផលដំណាំរបស់ពួកគាត់រាប់រយហិកតាមន្ត្រីអង្គការសង្គមស៊ីវិលទទូចរដ្ឋាភិបាលពិនិត្យមើលសំណើរបស់ពលរដ្ឋនិងត្រូវរកដំណោះស្រាយឲ្យបានសមរម្យចាលោកយ៉ងច័ន្ទតារាមានសេចក្តីរាយការណ៍មួយទៀតអំពីរឿងនេះជូនលោកអ្នកនាងប្រជាពលរដ្ឋចំនួន3ភូមិគឺភូមិពីមតាភូមិអូត្រែងនិងភូមិវារលឹមស្ថិតនៅក្នុងឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបងអះអាងថាអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនសាងសង់អាងស្តុកទឹកនៅក្នុងឃុំតាតោកបង្កឲ្យមានផលប៉ះពាល់ទៅលើផ្ទះសម្បែងនិងដីស្រែចម្ការរបស់ប្រជាពលរដ្ឋចំនួនជាង200គ្រួសារពួកគាត់អះអាងថាអាជ្ញាធរនិងក្រុមហ៊ុនមិនបានសិក្សាអំពីផលប៉ះពាល់និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុននោះទេប្រជាពលរដ្ឋស្នើឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មានឲ្យច្បាស់លាស់និងបដូរភូមិសាស្ត្រនៃអាងស្តុកទឹកនៅក្នុងឃុំតាតោកនិងត្រូវផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់តំណាងប្រជាពលរដ្ឋមួយរូបនៅឃុំតាតោកថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែធ្នូថាគម្រោងសាងសង់អាងស្តុកទឹកនៅឃុំតាតោកអាជ្ញាធរពាក់ព័ន្ធមិនបានចុះសិក្សាវិតម្លៃអំពីផលប៉ះពាល់និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរងគ្រោះនៅតំបន់នេះជាមុនសិននោះទេផ្ទុយទៅវិញលោកថាអាជ្ញាធរបែរជាឲ្យប្រជាពលរដ្ឋផ្តិតមេដាយយល់ព្រមឲ្យសាងសង់និងទទួលយកសំណងដែលក្រុមហ៊ុនសាងសង់បានកំណត់នោះទៅវិញលោកបញ្ជាក់ថាប្រជាពលរដ្ឋនៅឃុំតាតោកមិនពេញចិត្តចំពោះសំណងដែលក្រុមហ៊ុនបានផ្ដល់ឲ្យនោះទេនិងស្នើឲ្យរដ្ឋាភិបាលពិចារណាលុបចោលគម្រោងឬបដូរទីតាំងដែលមិនសូវរងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋលោកពួកឲ្យលើកតម្លៃពី2គីឡូគឺផុតទៅអត់ប៉ះពាល់ភូមិទេតែគាត់ធ្វើអត់កើតចឹងទី1ទៀតឲ្យសិក្សាផលប៉ះពាល់ដែលសំណងនោះវាមិនអាចទទួលយកបានបងប្រជាពលរដ្ឋមួយរូបទៀតនៅឃុំតាតោកអះអាងថាអាជ្ញាធរនិងតំណាងក្រុមហ៊ុនមិនបានផ្ដល់សំណងឲ្យប្រជាពលរដ្ឋទៅតាមតម្លៃសមរម្យនោះទេដោយតម្លៃដែលផ្ដល់ឲ្យមិនអាចយកទៅទិញដីលំនៅឋានវិញបានឡើយអ្នកដែលមិនទទួលតម្លៃនេះគឺប្រជាជនដែលនៅតាំងពីមុនសង្គ្រាមគឺគាត់មិនពេញចិត្តតម្លៃនោះទេតែការតែឲ្យតម្លៃយើងទៅប៉ុណ្ណឹងយើងអាចចេញមកក្រៅទិញដីបានមានន័យថាយើងគិតមើលតម្លៃ 2.2 នេះគឺបើយើងគុណដីលំនៅឋានយើង1ម៉ែត្រដើម1ម៉ែត្រអាចជា300យើងអាចទៅទិញពីខាងក្រៅបានទេចា៎ឆ្លើយតបចំពោះរឿងនេះអភិបាលខេត្តបាត់ដំបងលោកសុកលូឲ្យដឹងថាបញ្ហាសំណងមិនសមរម្យនិងសំណើរបស់ប្រជាពលរដ្ឋនេះលោកមិនទាន់ទទួលបាននៅឡើយទេចំណែកគម្រោងសាងសង់អាងស្តុកទឹកនេះវិញលោកថាជាគម្រោងរបស់រដ្ឋាភិបាលហើយលោកថារដ្ឋាភិបាលមានគោលការណ៍ដោះស្រាយបញ្ហានិងសំណងឲ្យប្រជាពលរដ្ឋមិនមែនអាជ្ញាធរថ្នាក់ខេត្តជាអ្នកទទួលខុសត្រូវនោះទេគោលការណ៍ដោះស្រាយផលប៉ះពាល់គឺរដ្ឋាភិបាលឬថាឱកាសដាក់ជាតិមិនមែនខេត្តទេហើយឬថាបានមិនមែនក្រុមហ៊ុនទេវាជាច្បាស់អញ្ចឹងតែទន្ទឹមនឹងបញ្ហានេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងធនធានធម្មជាតិនៃសមាគមអាត6លោកយិនមីងលីយល់ឃើញថាអាជ្ញាធរត្រូវតែចុះសិក្សាវិតម្លៃផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុនសិនលោកបញ្ជាក់ថាអាជ្ញាធរមិនត្រូវបង្ខំឲ្យប្រជាពលរដ្ឋផ្តិតមេដាយយល់ព្រមនិងទទួលយកសំណងដែលពួកគាត់មិនយល់ព្រមនោះទេយើងយោងទៅលើច្បាប់អាសាមីកូដែលបង្ខំឲ្យពលរដ្ឋផ្តិតមេដាយពលរដ្ឋទទួលយកសំណងគឺជារឿងខុសច្បាប់ព្រោះនៅក្នុងច្បាប់នេះនិយាយអំពីការដោះស្រាយសំណងជាមុនត្រឹមត្រូវយុត្តិធម៌នៅក្នុងរដ្ឋធម្មនុញ្ញយើងនិយាយយ៉ាងច្បាស់គឺដោះស្រាយសំណងជាមុនត្រឹមត្រូវនឹងយុត្តិធម៌ចឹងកំណត់សំណងក្រមប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធររៀបចំវេទិកាសាធារណៈដើម្បីឲ្យពួកគាត់បានបញ្ចេញមតិហើយត្រូវស្ដាប់តាមការស្នើសុំរបស់ប្រជាពលរដ្ឋដោយអាជ្ញាធរមិនត្រូវដើរបញ្ចុះបញ្ចូលឬគំរាមកំហែងប្រជាពលរដ្ឋតាមផ្ទះឲ្យទទួលយកសំណងដែលមិនសមរម្យនោះឡើយខ្ញុំយ៉ងច័ន្ទដារាទូរទស្សន៍អាស៊ីសេរី Washington
ចាលោកនាងកញ្ញាជាទីមេត្រីចាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចានៅយប់នេះចាប់ត្រឹមតែប៉ុណ្ណេះចានាងខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណដល់លោកអ្នកនាងដែលតែងតែតាមដានការផ្សាយរបស់យើងតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណដល់លោកអ្នកនាងដែលចែករំលែកការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនេះចាទៅកាន់មិត្តភ័ក្តិរបស់លោកចាចំពោះលោកអ្នកនាងដែលមិនទាន់បានចុច Subscribe ឬក៏ចុច Follow ចាចុច Subscribe YouTube channel របស់ទូរទស្សន៍អាស៊ីសេរីចាសូមអញ្ជើញលោកអ្នកនាងចាចុច Subscribe ហើយប្រសិនបើលោកអ្នកនាងមិនទាន់បានចុច Follow Facebook របស់ទូរទស្សន៍អាស៊ីសេរីទេចាសូមអញ្ជើញលោកអ្នកនាងចុច Follow ផងហើយលោកអ្នកនាងនឹងបានទទួលព័ត៌មានពិតពីអាស៊ីសេរីជាបន្តបន្ទាប់នៅក្នុងការផ្សាយរបស់យើងចាចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចានៅក្នុងពេលនេះចានេះខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណនិងសូមជម្រាបលា